នេះគឺជារឿងរ៉ាវរបស់នារីម្នាក់ដែលជាឧត្តមសេនីយ៍ផ្កាយមួយដំបូងគេបង្អស់នៃកងកម្លាំងពិសេសអន្តរាគមន៍ទី911កងខ្លាធំក្នុងអំឡុងពេលច្បាប់ឈប់សម្រាកនាងបានទៅក្លឹបហាត់ប្រាណហើយក៏បានប៉ះទង្គិចជាមួយក្រុមម៉ាហ្វីយ៉ានិងជនទុច្ចរិតដែលបានបៀតបៀននាងបន្ទាប់មកនាងបានកំទេចពួកគេរហូតដល់ខ្ទេចខ្ទីគ្មានសល់ផ្ដល់មេរៀនជីវិតដ៏ចាស់ដៃនិងធ្វើឲ្យពួកគេកែប្រែខ្លួនជាថ្មីតំបន់បឹងកេងកងទី1ក្នុងរាជធានីភ្នំពេញដែលត្រូវបានគេចាត់ទុកថាជាតំបន់ដ៏ស៊ីវិល័យនិងមានស្តង់ដាររស់នៅខ្ពស់បំផុតក្នុងចំណោមតំបន់ពាណិជ្ជកម្មទាំងឡាយនៅកម្ពុជានៅចំកណ្ដាលតំបន់នោះហ៊ុំព័ទ្ធដោយអគារខ្ពស់កប់ពុកទំនើបក្លឹបហាត់ប្រាណ The Prestige Fitness The Prestige Fitness មិនមែនត្រឹមតែជាកន្លែងហាត់ប្រាណធម្មតានោះទេតែវាជាវេទិកាទំនាក់ទំនងសង្គមដ៏ស៊ីវិល័យមួយអ្នកធំក្នុងរង្វង់រដ្ឋាភិបាលអ្នកជំនួញក្រាក់តារាល្បីនិងសេដ្ឋីជំនាន់ថ្មីតែងតែមកទីនេះដើម្បីបង្អួតពីសមាជិកភាពកម្រិត VIP បង្កើតបណ្ដាញទំនាក់ទំនងនិងថែរក្សាសុខភាពដែលវាជាកន្លែងសម្រាប់តែជនលំដាប់អភិជនមួយក្តាប់តូចប៉ុណ្ណោះនៅផ្នែកខាងក្នុងបំផុតនៃទីតាំងដ៏ប្រណិតនិងស៊ីវិល័យនោះតាមរយៈកញ្ចក់ថ្លាដែលរំលេចនៅទិដ្ឋភាពភ្លើងពណ៌ទីក្រុងពេលរាត្រីមានវត្តមានមនុស្សម្នាក់កំពុងបញ្ចេញនូវភាពស្ងប់ស្ងាត់យ៉ាងដាច់ខាតហាក់ដូចជាកំពុងលុបបំបាត់រាល់សំឡេងរំខាននិងភាពអួតអាងនៅជុំវិញខ្លួនសវណ្ណារីនាងកំពុងតែលើកដុំដែកទម្ងន់120គីឡូក្រាម deadlift នៅក្នុងចលនារបស់នាងគឺគ្មានការខ្ជះខ្ជាយកម្លាំងសូម្បីតែ1ក្រាមនោះឡើយចាប់ពីការតម្រង់ឆ្អឹងខ្នងចលនាត្រគាករហូតដល់ជម្រៅនៃការដកដង្ហើមវាគឺជាចលនាដែលត្រូវបានគណនាយ៉ាងល្អឥតខ្ចោះហាក់ដូចជាកំពុងបញ្ជាម៉ាស៊ីនដ៏ជាក់លាក់មួយសម្លៀកបំពាក់កីឡាម៉ាកល្បីដែលរឹបរៀងបញ្ចេញខ្សែទាបខ្ពស់នៃដងខ្លួនបានសង្កត់ធ្ងន់លើភាពសិចស៊ីនិងថ្លៃថ្នូររបស់នាងប៉ុន្តែសាច់ដុំដែលកំពុងកន្ត្រាក់នៅក្រោមសម្លៀកបំពាក់នោះគឺជាអាវុធប្រយុទ្ធជាក់ស្ដែងដែលត្រូវបានលុតដុំដោយការហ្វឹកហាត់កម្រិតធ្ងន់អស់រយៈពេលជាច្រើនឆ្នាំស្បែកថ្លាដែលផ្ទុយពីវ័យ44ឆ្នាំរបស់នាងអំដោយកែវភ្នែកដ៏មុតស្រួចនិងពោពេញដោយបញ្ញាដែលហាក់ដូចជាផ្ទុកនៅការគិតដ៏ស្មុគស្មាញជាច្រើនទោះនរណាមើលមកក៏គេគិតថានាងគ្រាន់តែជាស្ត្រីអ្នកជំនួញដ៏ជោគជ័យម្នាក់និងជាអភិជនដែលតឹងរឹងលើការថែរក្សាខ្លួនឯងប៉ុណ្ណោះប៉ុន្តែអត្តសញ្ញាណពិតប្រាកដរបស់នាងគឺជានាយទាហានជាន់ខ្ពស់នៃកងកម្លាំងពិសេសប្រឆាំងភេរវកម្មកម្រិតជាតិនិងជាកងឯកភាពចំណុះផ្ទាល់ថ្នាក់ដឹកនាំកម្ពុជានោះគឺឧត្តមសេនីយ៍ត្រីសវណ្ណារីដែលជាមេបញ្ជាការជាស្ត្រីដំបូងគេបង្អស់នៃកងកម្លាំងពិសេសឆ័ត្រយ៉ូង911ដែលគេស្គាល់ជាទូទៅថាកងខ្លាធំលួចជ្រៀតចូលជ្រៅទៅក្នុងទីតាំងស្រូវកំចាត់ក្បាលម៉ាស៊ីនដឹកនាំរបស់ស្រូវរំដោះចំណាប់ខ្មាំងនិងបំពេញបេសកកម្មដ៏ខ្មៅងឹតបំផុតរបស់ជាតិវាគឺជាកងកម្លាំងស្រមោលដ៏ឆ្នើមក្នុងចំណោមស្រមោលទាំងនោះនាងគឺជាមុខកាំបិតដ៏មុតស្រួចបំផុតដែលជារឿងព្រេងមានជីវិតដោយបានដឹកនាំប្រតិបត្តិការរាប់មិនអស់ឲ្យទទួលបានជោគជ័យក្នុងរយៈពេលជាង20ឆ្នាំកន្លងមកនេះបន្ទាប់ពីបានបញ្ជាយ៉ាងជោគជ័យនៅប្រតិបត្តិការរំដោះចំណាប់ខ្មាំងទ្រង់ទ្រីធំមួយនៅក្រៅប្រទេសកាលពីឆ្នាំមុននាងត្រូវបានគេបង្ខំឲ្យឈប់សម្រាករយៈពេល1ខែវាគឺជាពេលវេលាដែលនាងត្រូវដកខ្លួនចេញទាំងស្រុងពីរាល់បេសកកម្មរបស់កងឯកភាពហើយរស់នៅជាជនស៊ីវិលឈ្មោះសវណ្ណារីសម្រាប់អ្នកដែលចំណាយពេលពេញមួយជីវិតរស់នៅកណ្ដាលស្នូលគ្រាប់កាំភ្លើងនិងភាពតានតឹងដូចជានាងការសម្រាកមិនមែនជាការលំហែឡើយតែវាគឺជាភាពប្រស័ព្ទប្រសល់ដែលធ្វើឲ្យវិញ្ញាណរបស់នាងស្ពឹកស្រពន់ហេតុដូច្នេះហើយទើបនាងស្វែងរកកន្លែងនេះនៅក្នុងចន្លោះដ៏ប្រណិតនិងសុវត្ថិភាពបំផុតក្នុងលោកនេះនាងចង់ប្រមូលអារម្មណ៍ផ្ដោតលើការឈឺចាប់ខាងរាងកាយតាមបែបធម្មជាតិបំផុតដើម្បីរក្សានៅវិញ្ញាណដ៏មុតស្រួចរបស់នាងឆឹបនាងបានបញ្ចប់ចំនួនជុំចុងក្រោយរួចទម្លាក់ដុំដែកចុះនាងបានសម្លឹងមើលកែវភ្នែកខ្លួនឯងនៅក្នុងកញ្ចក់ជាធម្មតាវាត្រូវបានលាក់បាំងដោយភាពវៃឆ្លាតនិងភាពទន់ភ្លន់ប៉ុន្តែនៅពេលដែលនាងផ្ដោតអារម្មណ៍វាបញ្ចេញនៅកែវភ្នែករបស់សត្វរំពាដែលមើលធ្លុះគ្រប់យ៉ាងវិភាគនិងស្វែងរកចំណុចខ្សោយរបស់ស្រូវនាងបានបន្ធូរការសម្លឹងមើលដោយចេតនាហើយបញ្ចេញស្នាមញញឹមដ៏ទន់ភ្លន់នៅទីនេះនាងមិនមែនជាមុខកាំបិតរបស់ជាតិទេនាងត្រូវតែគ្រាន់តែជាសមាជិកដ៏ថ្លៃថ្នូរម្នាក់ប៉ុណ្ណោះពេលនោះឯងទ្វារស្វ័យប្រវត្តិនៃក្លឹបហាត់ប្រាណក៏បានបើកឡើងហើយក្រុមបុរសមួយក្រុមដែលមានសភាពមិនស័ក្តិសមទាល់តែសោះទៅនឹងបរិយាកាសដ៏ស៊ីវិល័យនៅទីនោះបានដើរចូលមកបុរសដែលឈរនៅចំកណ្ដាលមានអាយុដើម50ឆ្នាំស្លៀកឈុតអាវធំកាត់ដេរយ៉ាងប្រណិតបំផុតប៉ុន្តែភាពលោភលន់និងភាពក្រអឺតក្រទុំដែលបញ្ចេញពីរាងកាយរបស់គាត់មិនអាចបិទបាំងបានឡើយសូម្បីតែដោយសម្លៀកបំពាក់ដ៏ថ្លៃបំផុតក៏ដោយកែវភ្នែករបស់គាត់មិនមែនកំពុងសម្លឹងមើលឧបករណ៍ហាត់ប្រាណឬមនុស្សនោះទេប៉ុន្តែវាជាកែវភ្នែកដ៏ត្រជាក់ស្រេបនិងពោពេញដោយការគិតគូរល្បិចកលហាក់ដូចជាកំពុងសម្លឹងមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលគាត់រៀបនឹងក្រសោបយក
គាត់គឺជារដ្ឋាភិបាលជាអគ្គនាយកក្រុមហ៊ុនមូលនិធិឯកជន Private Equity ដល់ល្បីឈ្មោះខាងការប្រើប្រាស់ចន្លោះប្រហោងនៃច្បាប់យ៉ាងប៉ិនប្រសប់ដើម្បីប្រមាញ់យកក្រុមហ៊ុនខ្នាតតូចនិងមធ្យមដែលកំពុងមានសក្តានុពលក្នុងតម្លៃថោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវត្តមានរបស់គាត់ធ្វើឲ្យបរិយាកាសក្នុងក្លឹបប្រែជាត្រជាក់ស្ងាត់បន្តិចសមាជិកមួយចំនួនបានស្គាល់គាត់ហើយប្រញាប់ងាកមុខចេញចំណែកឯបុគ្គលិកវិញមានការភ័យខ្លាចយ៉ាងច្បាស់នៅលើផ្ទៃមុខនាយកច័ន្ទនៅឯណាភ្ញៀវមកដល់ហើយមិនក៏មិនចេញមកទទួលសំឡេងរបស់ជារិទ្ធីស្ដាប់ទៅហាក់ដូចជាសុភាពប៉ុន្តែបង្កប់នៅមនោគមវិជ្ជាមើលងាយអ្នកអតីយ៉ាងច្បាស់ក្រឡែតអ្នកដែលរត់ចេញពីការិយាល័យយ៉ាងប្រញាប់ប្រញាល់គឺលោកនាយកច័ន្ទដែលជាម្ចាស់ក្លឹបស្មាដ៏ហាប់ណែនរបស់គាត់ដែលធ្លាប់មានមោទនភាពជាអតីតកីឡាករជម្រើសជាតិពេលនេះបែរជាអង្កោងយ៉ាងច្បាស់នៅចំពោះមុខជារិទ្ធីក្អូលោកអគ្គនាយកអញ្ជើញមកដល់ហើយមិនមែនអញ្ជើញមកដល់ទេគឺថ្ងៃដែលបានណាត់ទុកខ្ញុំបានយកសំណើចុងក្រោយដែលវាតម្លៃពីតម្លៃរបស់ក្លឹប The Prestige Fitness ពីមូលនិធិរបស់យើងមកជាមួយតើលោកចង់ស្ដាប់ទេពាក្យសម្ដីរបស់គាត់ស្ដាប់ទៅដូចជាសំណើប៉ុន្តែតាមពិតវាជាការជូនដំណឹងដាច់ខាតគាត់កំពុងតែមានបំណងលេបត្របាក់ក្លឹបនេះទាំងមូលតែម្ដងសូវណ្ណារីធ្វើពុតជាផឹកទឹកហើយសម្លឹងមើលទិដ្ឋភាពនោះដោយស្ងៀមស្ងាត់ខួរក្បាលរបស់នាងបានចាប់ផ្ដើមវិភាគស្ថានភាពរួចបាត់ទៅហើយរបៀបនិយាយរបស់ជារិទ្ធីអាកប្បកិរិយាញើតញើមរបស់នាយកច័ន្ទនិងប្រតិកម្មរបស់អ្នកនៅជុំវិញនេះមិនមែនគ្រាន់តែជាការគៀបសង្កត់ធម្មតានោះទេវាគឺជាសកម្មភាពប្លន់យកទ្រព្យសម្បត្តិដោយស្របច្បាប់ដែលមានលក្ខណៈវៃឆ្លាតនិងឃោរឃៅបំផុតនាងកំពុងស្ថិតក្នុងច្បាប់ឈប់សម្រាកនាងជាយោធាគ្មានហេតុផលឬសិទ្ធិអ្វីត្រូវលូកដៃចូលក្នុងរឿងអាជីវកម្មរបស់ជនស៊ីវិលឡើយប៉ុន្តែកែវភ្នែករបស់នាងបានប្រែទៅជាកែវភ្នែករបស់សត្វខ្លាធំដែលបានចាប់ផ្ដើមសម្លឹងឃើញចំណីដោយមិនដឹងខ្លួនក្រញាំដ៏មុតស្រួចបំផុតដែលលាក់ទុកនៅក្នុងភាពស្ងប់ស្ងាត់និងភាពថ្លៃថ្នូរកំពុងចាប់ផ្ដើមលេចចេញមកបន្តិចម្ដងជារិទ្ធីបានឲ្យនាយកច័ន្ទឈរនៅក្បែរគាត់ដូចជាអ្នកបម្រើហើយសម្លឹងមើលជុំវិញក្លឹបហាក់ដូចជាគាត់ក្លាយជាម្ចាស់ថ្មីទៅហើយការសម្លឹងមើលរបស់គាត់មិនមែនគ្រាន់តែជាការទស្សនាធម្មតានោះទេវាគឺជាការសម្លឹងមើលរបស់អ្នកប្រមាញ់សហគ្រាសដ៏ត្រជាក់ល្ហឹមដែលកំពុងវាយតម្លៃទ្រព្យសម្បត្តិកញ្ញាប្រាក់ចំណេញនិងរិះរកវិធីទាញយកផលចំណេញឲ្យបានច្រើនបំផុតដោយប្រើប្រាស់ដើមទុនឲ្យតិចបំផុតការតុបតែងខាងក្នុងមិនអាក្រក់ទេប៉ុន្តែការប្រើប្រាស់ទីកន្លែងមិនសូវមានប្រសិទ្ធភាពសោះកន្លែងហាត់ប្រាណយឺតសាច់ដុំ stretching ខាងនោះគួរតែលុបចោលហើយបង្កើតបន្ទប់បង្វឹកផ្ទាល់ខ្លួនដែលមានប្រាក់ចំណេញខ្ពស់បន្ថែមទៀតកម្រិតសមាជិកភាពក៏ត្រូវតែបែងចែកឲ្យបានលម្អិតជាងនេះគាត់និយាយពីគម្រោងរបស់គាត់ជាឯកតោភាគីដោយមិនខ្វល់ពីយោបល់របស់នាយកច័ន្ទតតែសោះផ្ទៃមុខរបស់នាយកច័ន្ទប្រែជាស្លេកស្លាំងប៉ុន្តែគាត់មិនអាចតតអ្វីបានឡើយព្រោះសំណើទិញយកដែលជារិទ្ធីបានផ្ដល់ឲ្យគឺស្មើនឹងការប្រកាសសង្គ្រាមដណ្ដើមយកអ្វីគ្រប់យ៉ាងរបស់គាត់ជារិទ្ធីងក់ក្បាលហាក់ដូចជាពេញចិត្តនឹងផែនការរបស់ខ្លួនហើយទីបំផុតក៏បានទម្លាក់ខ្សែភ្នែកសម្លឹងទៅកាន់កន្លែងមួយនោះគឺសវណ្ណារីដែលកំពុងតែផ្ដោតអារម្មណ៍ហាត់ប្រាណដោយស្ងៀមស្ងាត់នៅមុខឧបករណ៍ហាត់ដំបូងឡើយអ្វីដែលតាក់ទាញភ្នែកគាត់គឺសមាមាត្ររាងកាយដ៏ល្អឥតខ្ចោះនិងចលនាដ៏រស់រវើករបស់នាងប៉ុន្តែភ្លាមនោះអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍កាន់តែខ្លាំងគឺបរិយាកាសដ៏មានអំណាចនិងដាច់ដោយឡែករបស់នាងដែលមិនដូចនរណាម្នាក់នៅក្នុងក្លឹបនេះឡើយភាពឯកោដែលផ្ដាច់ខ្លួនទាំងស្រុងពីភាពអួតអាងនិងសម្លេងរំខានជុំវិញហើយលិចលង់នៅក្នុងពិភពលោកផ្ទាល់ខ្លួនរបស់នាងជារិទ្ធីបានចំណាយពេលពេញមួយជីវិតរបស់គាត់ក្នុងការវាយតម្លៃរបស់អ្វីមួយមនុស្សក៏មិនលើកលែងដែរគាត់ដឹងពីសភាពគាត់ភ្លាមថាសវណ្ណារីគឺជាស្ត្រីដែលមានតម្លៃលើសពីរូបរាងកាយនិងសម្រស់នាងមានភាពថ្លៃថ្នូរនិងអំណាចអរូបីដែលជាភាពកម្រមិនអាចទិញបានដោយលុយងាយនោះទេសម្រាប់គាត់នាងគឺជាគោលដៅដ៏ស្រស់ស្អាតដែលគាត់ចង់យកឈ្នះនិងជាពានរង្វាន់ដ៏ល្អឥតខ្ចោះដើម្បីបង្ហាញពីភាពជោគជ័យរបស់គាត់ងក់ក្បាលសួរទៅកាន់នាយកច័ន្ទតើស្ត្រីនោះជានរណាជាសមាជិកថ្មីបាទគាត់គឺអ្នកនាងសវណ្ណារីគាត់ទើបតែចុះឈ្មោះកាលពីប្រហែល1ខែមុនប៉ុន្តែមិនមានព័ត៌មានលម្អិតពីការងារឬប្រវត្តិរូបផ្ទាល់ខ្លួនរបស់គាត់ឡើយគាត់ជាមនុស្សស្ងប់ស្ងាត់ណាស់គឺជារិទ្ធីញឹមបន្តិចហើយដើរចូលទៅរកសវណ្ណារីការបង្ហាញខ្លួនរបស់គាត់គឺប្រៀបដូចជាដុំថ្មដែលគប់ចូលទៅក្នុងបឹងដ៏ស្ងប់ស្ងាត់ដែលបានបំបែកការផ្ដោតអារម្មណ៍របស់សវណ្ណារីនាងបានបញ្ចប់ជុំចុងក្រោយហើយទម្លាក់ដុំដែកចុះរួចងាកមកមើលគាត់អ្នកហាត់ប្រាណបានត្រឹមត្រូវនិងមានប្រព័ន្ធល្អណាស់តើអ្នកជាអ្នកជំនាញខាងផ្នែកនេះមែនទេជារិទ្ធីបានចូលទៅរកនាងដោយប្រើវិធីសាស្ត្រដែលមើលទៅថ្លៃថ្នូរនិងឆ្លាតវៃបំផុតគាត់ចង់បង្ហាញថាគាត់មានកម្រិតខុសពីពួកក្មេងទំនើងតាមដងផ្លូវ
ទេមិនមែនទេគឺចម្លើយរបស់សូវណ្ណារីគឺខ្លីនិងសង្ខេបបំផុតនាងមិនទាំងមើលមុខគាត់ឲ្យបានដិតដល់ផងហើយក៏យកកន្សែងមកជូតញើសការមិនខ្វល់ខ្វាយដល់ល្អឥតខ្ចោះនោះបានធ្វើឲ្យអំនួតរបស់ជារិទ្ធីប្រេះស្រាំបន្តិចខ្ញុំឈ្មោះជារិទ្ធីជាអគ្គនាយកក្រុមហ៊ុនរិទ្ធី Capital ហើយក៏ជាអ្នកដែលនឹងក្លាយជាម្ចាស់ថ្មីរបស់ក្លឹបនេះក្នុងពេលឆាប់នេះដែរគាត់បានអួតពីឋានៈនិងទ្រព្យសម្បត្តិរបស់គាត់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់នាងជាធម្មតាប្រសិនបើជានារីទូទៅនៅពេលនេះច្បាស់ជានឹងបង្ហាញការភ្ញាក់ផ្អើលនិងចង់ដឹងចង់ឃើញហើយនឹងចាប់ផ្ដើមនិយាយរកគាត់មុនជាមិនខានប៉ុន្តែប្រតិកម្មរបស់សូវណ្ណារីគឺផ្ទុយស្រឡះពីការរំពឹងទុករបស់គាត់ទាំងស្រុងអញ្ចឹងឬសំឡេងរបស់នាងគឺគ្មានបង្កប់នៅមនោសញ្ចេតនាអ្វីទាំងអស់វាគឺជាស្ថានភាពអត់អារម្មណ៍ដ៏ល្អឥតខ្ចោះហាក់ដូចជាកំពុងប្រាប់ថាទោះបីជាដុំថ្មនៅតាមផ្លូវលោតមកនិយាយរកនាងក៏ប្រតិកម្មរបស់នាងមិនខុសពីនេះដែរចិញ្ចើមរបស់ជារិទ្ធីញូចូលគ្នាបន្តិចគាត់មិនដែលត្រូវបានគេប្រព្រឹត្តបែបនេះពីមុនមកទេគាត់បានដកនាមបានមួយសន្លឹកចេញពីការបូបលុយរបស់គាត់ហើយហុចទៅនាងនេះជានាមបានរបស់ខ្ញុំប្រសិនបើអ្នកចាប់អារម្មណ៍លើការរកស៊ីឬត្រូវការជំនួយសូមតាក់ទងមកខ្ញុំគ្រប់ពេលសម្រាប់អ្នកដែលមានសម្រស់និងសមត្ថភាពដូចជាអ្នកនាងសូវណ្ណារីខ្ញុំស្ម័គ្រចិត្តវិនិយោគដោយមិនគិតពីចំនួនទឹកប្រាក់ឡើយវាគឺជាការស្នើសុំធ្វើការជួញដូរនៅក្នុងពិភពលោករបស់គាត់អ្វីគ្រប់យ៉ាងគឺជាការជួញដូរការផ្ដល់លុយឲ្យដើម្បីដូរយកពេលវេលានិងសម្រស់របស់នាងគឺជាសំណើដ៏ក្រអឺតក្រទុំមួយសូវណ្ណារីបានអន់មើលនាមបានរបស់គាត់ប៉ុន្តែមិនបានទទួលយកវាទេនាងមិនបានសម្លឹងមើលក្រដាសស្ដើងមួយសន្លឹកនៅក្នុងដៃរបស់គាត់ទេប៉ុន្តែនាងកំពុងមើលធ្លុះទៅដល់សេចក្តីប្រាថ្នាដ៏អាក្រក់និងភាពក្រអឺតក្រទុំដែលលាក់បាំងនៅពីក្រោយវាខ្ញុំមិនមែនជារបស់សម្រាប់លក់ទេនាងនិយាយតិចបន្ទាប់មកនាងក៏រៀបនឹងដើរហួសគាត់ទៅភ្លាមនោះជារិទ្ធីទ្រាំមិនបានក៏រារាំងផ្លូវរបស់នាងចាំសិនតើអ្នកពិតជាមិនដឹងថាខ្ញុំជានរណាទេនៅប្រទេសកម្ពុជានេះឲ្យតែបញ្ចេញឈ្មោះរបស់ខ្ញុំសឹងតែគ្មានរឿងអ្វីដែលដោះស្រាយមិនចេញនោះទេទោះជាអ្នកចង់បានអ្វីក៏ខ្ញុំអាចដាក់ក្នុងដៃអ្នកបានលើសពីអ្វីដែលអ្នកធ្លាប់ស្រមៃទៅទៀតគូសំឡេងរបស់គាត់បង្កប់នៅភាពធុញថប់ព្រមជាមួយកំហឹងចំពោះដៃគូដែលមិនស្គាល់ពីតម្លៃរបស់គាត់សូវណ្ណារីឈប់ដើរហើយទីបំផុតក៏សម្លឹងមើលគាត់យ៉ាងច្បាស់កែវភ្នែករបស់នាងប្រៀបដូចជាអណ្ដូងទឹកដ៏ជ្រៅនិងស្ងប់ស្ងាត់ដែលធ្វើឲ្យជារិទ្ធីភ្ញាក់ព្រឺតពេលឃើញរូបរាងដ៏តូចទាបនិងអាក្រក់របស់ខ្លួននៅក្នុងកែវភ្នែកនោះនៅលើโลกនេះមានរបស់ដែលអ្នកមិនអាចទិញបានដោយលុយនិងអំណាចរបស់អ្នកឧទាហរណ៍ដូចជាសេចក្តីថ្លៃថ្នូររបស់មនុស្សជាដើមក៏សំឡេងរបស់នាងស្ងប់ស្ងាត់ប៉ុន្តែទម្ងន់ដែលលាក់នៅក្នុងនោះប្រៀបដូចជាដែកថែបរាប់ពាន់តោនដែលសង្កត់កំទេចបេះដូងដ៏ក្រអឺតក្រទុំរបស់ជារិទ្ធីហើយមួយវិញទៀតអ្នកនឹងមិនអាចក្លាយជាម្ចាស់ក្លឹបនេះបានទេវាមិនមែនគ្រាន់តែជាមតិយោបល់នោះទេវាគឺជាសេចក្តីប្រកាសដោយភាពជឿជាក់របស់អ្នកដែលអាចទស្សន៍ទាយអនាគតបាននាងបានបន្សល់ទុកពាក្យទាំងនេះហើយដើរហួសជារិទ្ធីដែលកំពុងឈរគាំងចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បាត់ទៅជារិទ្ធីឈរភ្លឹកនៅនឹងកន្លែងរាងកាយរបស់គាត់ញ័រចម្ប្រុបដោយសារអារម្មណ៍បរាជ័យនិងភាពអាម៉ាស់ដ៏ល្អឥតខ្ចោះដែលគាត់មិនធ្លាប់ជួបប្រទះពីមុនមកក្នុងជីវិតសំណើជួញដូរដ៏អួតអាងរបស់គាត់ត្រូវបានបដិសេធយ៉ាងចាស់ដៃហើយភាពអស្ចារ្យរបស់គាត់ត្រូវបានបំបែកជាបំណែកគាត់ក្តាប់កណ្ដាប់ដៃយ៉ាងណែនគាត់តាំងចិត្តថាទោះត្រូវប្រើវិធីណាក៏ដោយក៏គាត់ត្រូវតែធ្វើឲ្យស្ត្រីម្នាក់នោះលុតជង្គង់នៅក្រោមជើងរបស់គាត់ឲ្យបានសម្រាប់ជារិទ្ធីសូវណ្ណារីគឺជាលំហាត់ដែលគាត់ត្រូវតែដោះស្រាយនិងជាគោលដៅដែលគាត់ត្រូវតែបង្ក្រាបឲ្យបាននៅក្នុងពិភពលោករបស់គាត់មិនត្រូវមានអធិដែលមិនអាចយល់បាននោះទេគាត់បានប្រមូលបណ្ដាញព័ត៌មានទាំងអស់របស់គាត់ដើម្បីស៊ើបអង្កេតប្រវត្តិរបស់ស្ត្រីឈ្មោះសូវណ្ណារីប៉ុន្តែទោះបីជាប៉ុន្មានថ្ងៃកន្លងផុតទៅក៏គាត់មិនអាចរកឃើញអ្វីទាំងអស់នាងប្រៀបដូចជាខ្មោចដែលមិនមាននៅក្នុងប្រព័ន្ធទិន្នន័យណាមួយនៃប្រទេសកម្ពុជាឡើយការពិតនេះបានធ្វើឲ្យការងប់ងល់របស់គាត់ឈានដល់កម្រិតរោគចិត្តគាត់បានបង្ហាញខ្លួននៅក្លឹប The Prestige ជារៀងរាល់ថ្ងៃគោលបំណងរបស់គាត់លែងជាការទិញយកក្លឹបទៀតហើយគឺគ្រាន់តែដើម្បីសង្កេតមើលវិភាគនិងស្វែងរកចំណុចខ្សោយរបស់សូវណ្ណារីប៉ុណ្ណោះគាត់បានកត់ត្រាទុកអ្វីគ្រប់យ៉ាងចាប់ពីឧបករណ៍ដែលនាងប្រើប្រាស់ទឹកដែលនាងផឹករហូតដល់ពេលវេលាដែលនាងហាត់ប្រាណសកម្មភាពរបស់គាត់គឺជិតដល់ការតាមយាយី stalking ទៅហើយប៉ុន្តែគាត់បានលួងលោមខ្លួនឯងថាវាគឺជាដំណើរការធម្មតាក្នុងការវិភាគគោលដៅសូវណ្ណារីបានដឹងពីការសម្លឹងមើលដ៏រំខានរបស់គាត់ប៉ុន្តែនាងធ្វើមិនដឹងមិនយ៉ាងដាច់អហង្ការនាងគឺជាអ្នកជំនាញជើងចាស់ដែលធ្លាប់គេចផុតពីការឃ្លាំមើលនិងការតាមដានរបស់ស្ត្រូវរាប់មិនអស់មកហើយការឃ្លាំមើលដ៏ក្មេងខ្ចីរបស់ជារិទ្ធីមិនមែនជាការគំរាមកំហែងអ្វីដល់នាងតតែសោះផ្ទុយទៅវិញ
នាងកំពុងតែវិភាគបញ្ច្រាស់ពីទម្រង់សកម្មភាពរបស់គាត់និងប្រមូលផ្ដុំទិន្នន័យអំពីបុគ្គលិកលក្ខណៈនិងស្ថានភាពផ្លូវចិត្តរបស់គាត់សម្រាប់នាងជារិទ្ធីត្រូវបានចាត់ថ្នាក់ជាគោលដៅអរិភាពដែលព័ត៌មានទាំងអស់ត្រូវបានវិភាគក្នុងពេលវេលាជាក់ស្ដែងរួចទៅហើយរហូតដល់ថ្ងៃមួយជារិទ្ធីទីបំផុតក៏សម្រេចចិត្តឆ្លងកាត់ព្រំដែនថ្ងៃនោះគឺជាពេលវេលាប្រឡប់ដែលសឹងតែគ្មានមនុស្សនៅក្នុងក្លឹបសវណ្ណារីកំពុងធ្វើសមាធិម្នាក់ឯងនៅក្នុងបន្ទប់យូហ្គាដ៏ស្ងាត់ជ្រោមរូបរាងរបស់នាងដែលបិទភ្នែកនិងលិចលង់នៅក្នុងភាពស្ងប់ស្ងាត់ដ៏ល្អឥតខ្ចោះនៅក្នុងបន្ទប់នោះមើលទៅហាក់ដូចជាបរិសុទ្ធណាស់ជារិទ្ធីបានដើរចូលទៅក្នុងបន្ទប់យូហ្គាដោយគ្មានសំឡេងពេលឃើញរូបរាងដែលគ្មានការការពាររបស់នាងគាត់ក៏ត្រូវបានគ្របដណ្ដប់ដោយចំណងនៃការចង់យកឈ្នះដែលមិនអាចទ្រាំបានគាត់គិតថានេះគឺជាឱកាសមាសដើម្បីបកស្បែកមុខដ៏ល្អឥតខ្ចោះរបស់នាងគឺអ្នកនាងសវណ្ណារីតើអ្នកកំពុងធ្វើអ្វីនៅទីនេះម្នាក់ឯងគាត់បាននិយាយរកនាងប៉ុន្តែសវណ្ណារីមិនបានបើកភ្នែកទេនាងបានដឹងពីវត្តមានរបស់គាត់រួចទៅហើយប៉ុន្តែនាងកំពុងសាកល្បងមើលថាតើគាត់ហ៊ានចូលមកដល់កម្រិតណាជានារីដែលអស្ចារ្យមែនពិតមែនទោះបីជាខ្ញុំធ្វើដល់ថ្នាក់នេះក៏អ្នកមិនព្រិចភ្នែកសំបីតែបន្តិចនិយាយត្រង់មកតើអត្តសញ្ញាណពិតរបស់អ្នកជាអ្វីជាភ្នាក់ងារចារកម្មមែនទេឬក៏ជាកូនស្រីលាក់មុខរបស់គ្រួសារអភិជនណាមួយគាត់បានអង្គុយចង់ហុកនៅពីមុខនាងហើយសម្លឹងមើលមុខនាងហាក់ដូចជាកំពុងរុករកទោះបីជាអ្នកមានក្នុងបង្អែកធំប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនខ្វល់ដែរនៅកម្ពុជានេះគ្មាននរណាម្នាក់អាចយកឈ្នះជារិទ្ធីខ្ញុំបានទេប្រសិនបើខ្ញុំចង់ខ្ញុំអាចដកហូតអ្វីគ្រប់យ៉ាងដែលអ្នកមានហើយទម្លាក់អ្នកឲ្យដេកតាមចិញ្ចើមផ្លូវបានយ៉ាងងាយសំឡេងរបស់គាត់ពោពេញដោយភាពជឿជាក់គាត់រំពឹងថាតាមរយៈការគំរាមកំហែងនេះទីបំផុតនាងនឹងមានការភ័យខ្លាចហើយបើកភ្នែកឡើងប៉ុន្តែសវណ្ណារីនៅតែមិនកម្រើកសូម្បីតែបន្តិចទីបំផុតជារិទ្ធីសម្រេចចិត្ត5មធ្យោបាយចុងក្រោយគឺការប៉ះពាល់រាងកាយគាត់បានលូកដៃទៅប៉ះថ្ពាល់ដល់ទន់រលោងរបស់នាងដែលកំពុងធ្វើសមាធិគាត់ចង់បំបែកភាពស្ងប់ស្ងាត់របស់នាងហើយគូវាសភាពភ័យស្លន់ស្លោនឹងការចោះចាញ់នៅលើផ្ទៃមុខរបស់នាងវាគឺជាវិនាទីដ៏ខ្លីដែលចុងម្រាមដៃរបស់គាត់រៀបនឹងប៉ះថ្ពាល់របស់នាងតែស្ដាំរបស់សវណ្ណារីដែលមិនកម្រើកសោះតាំងពីដើមមកបានធ្វើចលនាក្នុងល្បឿនដែលមើលសឹងមិនទាន់មេដៃនិងចង្អុលដៃរបស់នាងដូចជាសត្វឥន្ទ្រីឆាបយកចំណីបានចាប់យ៉ាងច្បាស់ទៅលើចំណុចខ្សោយបំផុតនៅខាងក្នុងក្តីរបស់គាត់ដែលជាកន្លែងប្រសពគ្នានៃសរសៃប្រសាទនិងសរសៃឈាមជាច្រើនសំឡេងធ្ងរដែលមិនអាចคล้ายជាការស្រែកយំបានផ្ទុះចេញពីមាត់របស់ជារិទ្ធីការឈឺចាប់ដ៏ខ្លាំងក្លាដែលហាក់ដូចជាមានចរន្តអគ្គិសនីរាប់ម៉ឺនវ៉ុលឆក់កាត់ក្តីរបស់គាត់ហើយចង់ដុតបំផ្លាញខួរក្បាលរបស់គាត់បានសាយភាយពេញរាងកាយគាត់ព្យាយាមដកដៃចេញប៉ុន្តែដៃរបស់គាត់មិនកម្រើកសោះហាក់ដូចជាត្រូវគៀបជាប់ដោយដង្កៀបដៃថែបអញ្ចឹងនាងមិនមែនគ្រាន់តែចាប់ក្តីគាត់ទេនាងកំពុងក្តាប់និងសង្កត់យ៉ាងត្រឹមត្រូវទៅលើបណ្ដុំសរសៃប្រសាទនៅខាងក្នុងក្តីវាគឺជាបច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសធ្វើទារុណកម្មឬធ្វើឲ្យគូស្ត្រូវបាត់បង់សមត្ថភាពប្រយុទ្ធក្នុងមួយប៉ព្រិចភ្នែកដែលរៀននៅក្នុងកងកម្លាំងពិសេស911ទើបតែពេលនោះសវណ្ណារីក៏បើកភ្នែកឡើងយឺតកែវភ្នែករបស់នាងលែងជាអណ្ដូងទឹកដ៏ស្ងប់ស្ងាត់ទៀតហើយវាបញ្ចេញនូវភាពត្រជាក់ស្រេបដូចជាខ្យល់រដូវរងានៅស៊ីបេរីដែលអាចបង្កអ្វីគ្រប់យ៉ាងបានកុំប៉ះពាល់ខ្ញុំដោយគ្មានការអនុញ្ញាតសំឡេងរបស់នាងដែលនិយាយដាច់ម្ដងមួយម៉ាត់បានបង្កឲ្យមានភាពភ័យខ្លាចដែលហាក់ដូចជាកំពុងឆ្លាក់ចូលទៅក្នុងព្រលឹងរបស់ជារិទ្ធីផ្ទាល់តែម្ដងក៏ខ្ញុំខុសហើយសូមអង្វរលែងខ្ញុំទៅផ្ទៃមុខដ៏ក្រអឺតក្រទុំរបស់ជារិទ្ធីត្រូវបានខូចទ្រង់ទ្រាយទាំងស្រុងដោយសារការឈឺចាប់និងភាពភ័យខ្លាចជាលើកដំបូងដែលគាត់បានដឹងថាអ្វីដែលគាត់បានប៉ះពាល់គឺជាភាវៈរស់ផ្សេងពីមនុស្សធម្មតាសវណ្ណារីសម្លឹងមើលគាត់មួយសន្ទុះដោយកែវភ្នែកមើលងាយរួចក៏លែងក្តីដែលនាងចាប់នោះចោលជារិទ្ធីដួលទៅលើកម្រាលឥដ្ឋកាន់ក្តីខ្លួនឯងហើយដកដង្ហើមញាប់ទោះបីជាគ្មានស្នាមជៀមនៅលើដៃក៏ដោយប៉ុន្តែដោយសារតែសរសៃប្រសាទត្រូវបានវាយប្រហារដោយផ្ទាល់ដៃទាំងមូលរបស់គាត់មិនអាចកម្រើកបានហាក់ដូចជាត្រូវពិការអញ្ចឹងសវណ្ណារីបានក្រោកឈរឡើងហើយសម្លឹងមើលគាត់ពីលើដូចជាស្រមោលថ្ងៃនេះអ្នកបានប៉ះពាល់របស់ដែលអ្នកមិនគួរប៉ះហើយវានឹងក្លាយជាកំហុសដ៏អាក្រក់បំផុតក្នុងជីវិតរបស់អ្នកវាគឺជាសាលក្រមនិងជាការកាត់ទោសប្រហារជីវិតដែលនាងបានផ្ដល់ឲ្យនាងបានដើរចេញពីបន្ទប់យូហ្គាហាក់ដូចជាគាត់លែងមានតម្លៃគួរឲ្យចាប់អារម្មណ៍ទៀតហើយបន្ទាប់ពីចេញពីក្លឹបសវណ្ណារីបានដកទូរស័ព្ទ smartphone យោធាដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ចេញមកហើយចុចលេខរហ័សមុនពេលសំឡេងរត់លោតបានមួយដងផងសំឡេងដ៏មុតស្រួចដូចកាំបិតក៏បានបន្លឺឡើងគោរពវ៉ូសេណេតូសុខាបាទ
គាត់គឺជាកូនចៅដែលនាងទុកចិត្តបំផុតនិងជានាយសេនាធិការប្រតិបត្តិការបច្ចុប្បន្ននៃកងកម្លាំងពិសេសទី911សំឡេងរបស់សវណ្ណារីបានលុបបំបាត់រាល់អារម្មណ៍ផ្ទាល់ខ្លួនក្នុងមួយប៉ព្រិចភ្នែកហើយប្រែទៅជាសំឡេងរបស់មេបញ្ជាការដែលកំពុងបញ្ជាប្រតិបត្តិការខ្ញុំសវណ្ណារីលោកវ៉ូសេនេតូចាប់ពីពេលនេះទៅប្រតិបត្តិការប្រមាញ់ស្រមោលចាប់ផ្ដើមហើយគោលដៅគឺជារិទ្ធីចំណាត់ថ្នាក់គឺការយកចិត្តទុកដាក់កម្រិតពិសេសត្រូវបានចាត់ទុកថាជាដុំសាច់មហារាជដ៏កាចសាហាវដែលកំពុងរស់នៅកេងប្រវ័ញ្ចសង្គមទិន្នន័យពាក់ព័ន្ធនឹងត្រូវបានបញ្ជូនទៅភ្លាមចូលប្រមូលក្រុមរបស់អ្នកដើម្បីវិភាគគ្រប់យ៉ាងអំពីគោលដៅហើយរៀបចំផែនការកម្ចាត់វាចោលការប្រមាញ់លើកនេះត្រូវតែដំណើរការឲ្យបានស្អាតនិងស្ងាត់បំផុតកែវភ្នែករបស់នាងកំពុងគូផែនការជំហានបន្ទាប់រួចទៅហើយការប្រមាញ់ដ៏អាថ៌កំបាំងនិងឃោរឃៅបំផុតរបស់គេកងខ្លាធំដែលជាកងកម្លាំងដ៏ខ្លាំងក្លាបំផុតរបស់កម្ពុជាដើម្បីកស្គលដុំសាច់មហារាជសង្គមឈ្មោះជារិទ្ធីបានចាប់ផ្ដើមឡើងហើយទូរស័ព្ទមួយគ្រាប់របស់សវណ្ណារីបានដាស់ខ្លាធំដែលកំពុងដេកលង់លក់នៅក្នុងភាពងឹតបំផុតរបស់ជាតិឲ្យភ្ញាក់ឡើងកងកម្លាំងពិសេសប្រឆាំងភេរវកម្មនៃកងយោធពលខេមរភូមិន្ទកងឯកភាពពិសេសទី911ហេតុផលនៃវត្តមានរបស់ពួកគេគឺដើម្បីបំពេញបេសកកម្មដែលមិនអាចទៅរួចហើយការពិតដែលថាមេបញ្ជាការដ៏មានឥទ្ធិពលបំផុតរបស់ពួកគេបានចាត់តាំងដុំសាច់មហារាជនៅក្នុងសង្គមស៊ីវិលជាគោលដៅថ្មីបានធ្វើឲ្យភ្នាក់ងារប្រតិបត្តិការមួយក្តាប់តូចនៅក្នុងកងឯកភាពមានការភ្ញាក់ផ្អើលនិងបង្កជាចេតនាប្រយុទ្ធដ៏គួរឲ្យខ្លាចយ៉ាងស្ងៀមស្ងាត់ល្ងាចថ្ងៃបន្ទាប់នៅឯផ្ទះសុវត្ថិភាពបន្លំភ្នែកមួយដែលស្ថិតនៅក្នុងតំបន់លំនៅឋានលំដាប់ខ្ពស់ដ៏ស្ងាត់ជ្រងមួយក្នុងខណ្ឌទួលគោកមើលពីខាងក្រៅវាហាក់ដូចជាវិចិត្រសាលសិល្បៈធម្មតាប៉ុន្តែនៅខាងក្នុងវាត្រូវបានបំពាក់ដោយឧបករណ៍សុវត្ថិភាពទំនើបបំផុតនិងប្រព័ន្ធកុំព្យូទ័រព័ត៌មានវិទ្យាបញ្ជាការក្បួនឯតែត្រូវបានអភិវឌ្ឍរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិនិងកងកម្លាំងពិសេស911ទីនេះគឺជាមជ្ឈមណ្ឌលសរសៃប្រសាទដែលក្រុមស្រមោលរៀបចំផែនការនិងបញ្ជាប្រតិបត្តិការនៅក្នុងបន្ទប់សង្ខេបព័ត៌មានដែលហ៊ុមព័ទ្ធដោយជញ្ជាំងការពារសំឡេងនៅលើអេក្រង់ hologram មានអក្សរជារិទ្ធីព្រមជាមួយព័ត៌មានលម្អិតផ្លូវការទាំងអស់របស់គាត់នៅចំពោះមុខអេក្រង់នោះភាពតានតឹងត្រជាក់ដូចទឹកក៏បានហូរចរាចរណ៍រវាងសវណ្ណារីនិងវ៉ូសេនេតូសុខាដែលជាកូនចៅដែលនាងទុកចិត្តបំផុតនិងត្រូវបានគេហៅថាជាខួរក្បាលរបស់កង911ដោយផ្អែកលើការប៉ះទង្គិចទៅលើសរសៃប្រសាទទឹកដៃការព្យាបាលត្រូវចំណាយពេលយ៉ាងហោចណាស់3សប្តាហ៍ប៉ុន្តែវានឹងមិនបន្សល់ទុកនៅស្លាកស្នាមខាងរាងកាយឡើយបច្ចុប្បន្នគោលដៅកំពុងទទួលរងនៅការឈឺចាប់យ៉ាងខ្លាំងរួមជាមួយនឹងភាពច្របូកច្របល់យ៉ាងខ្លាំងចំពោះបាតុភូតដែលហួសពីការយល់ដឹងរបស់គាត់និងភាពភ័យខ្លាចចំពោះអត្តសញ្ញាណដែលមិនស្គាល់ច្បាស់គីវ៉ូសេនេតូសុខាបានរាយការណ៍ពីលទ្ធផលនៃការវិភាគកំណត់ត្រាវិទ្យាសាស្ត្រចុះស្ថានភាពផ្លូវចិត្តរបស់គាត់វិញយ៉ាងម៉េចដែរសវណ្ណារីសួរសំឡេងរបស់នាងគឺជាសំឡេងរបស់មេបញ្ជាការដែលកំពុងវិភាគគោលដៅដោយបានដកចេញនៅរាល់អារម្មណ៍ផ្ទាល់ខ្លួនទាំងស្រុងគឺគាត់បង្ហាញពីលក្ខណៈនៃជំងឺបុគ្គលិកលក្ខណៈដែលស្រឡាញ់ខ្លួនឯងជ្រុល narcissistic ភាពជឿជាក់ងើតងល់ទៅលើសមត្ថភាពនិងការសម្រេចចិត្តរបស់ខ្លួនឯងការខ្វះការយល់ចិត្តអ្នកដទៃនិងការងប់ងល់កម្រិតរោគចិត្តចំពោះអធិដែលនៅក្រៅការគ្រប់គ្រងរបស់គាត់ការបង្ហាញខ្លួនរបស់លោកស្រីមេបញ្ជាការគឺជាអធិទី1ដែលបានបង្កើតឲ្យមានស្នាមប្រេះនៅក្នុងពិភពលោកដ៏ល្អឥតខ្ចោះរបស់គាត់ដើម្បីប៉ះប៉ូវស្នាមប្រេះនេះគាត់នឹងប្រមូលធនធាននិងមធ្យោបាយទាំងអស់របស់គាត់ហើយដំណើរការនោះនឹងមានភាពឆេវឆាវនិងគ្មានហេតុផលតែយើងអាចទស្សន៍ទាយបានល្អគ្មានអ្វីដែលងាយស្រួលប្រឈមមុខជាងស្ត្រូវដែលអាចទស្សន៍ទាយបាននោះទេជាស្នាមញឹមស្រាលមួយបានលេចឡើងនៅលើបូមាត់របស់សវណ្ណារីវាគឺជាស្នាមញឹមរបស់អ្នកប្រមាញ់ដែលបានបញ្ជាក់ថាសត្វព្រៃកំពុងដើរចូលអន្ទាក់យ៉ាងរលូនគឺសង្ខេបផែនការប្រតិបត្តិការមកបាទលោកស្រីមេបញ្ជាការប្រតិបត្តិការឈ្មោះប្រមាញ់ស្រមោលគោលដៅនៃប្រតិបត្តិការគឺការកម្ចាត់ឥទ្ធិពលសង្គមនិងសេដ្ឋកិច្ចរបស់គោលដៅជារិទ្ធីទាំងស្រុងនិងរំលាយបណ្ដាញខុសច្បាប់របស់គាត់ចោលប្រតិបត្តិការនេះត្រូវបានបែងចែកជា3ក្រុមហើយនឹងដំណើរការក្នុងពេលដំណើរគ្នាវ៉ូសេនេតូសុខាបានចង្អុលដៃទៅកាន់អេក្រង់ហើយអេក្រង់ hologram ក៏បានបែងចែកជា3ផ្នែកទី1ក្រុម Alpha Team ទទួលបន្ទុកផ្នែកព័ត៌មានមនុស្ស Human យើងនឹងដាក់បញ្ចូលព្រិនបាឯកបុប្ផាដែលជាអ្នកជំនាញខាងសង្គ្រាមចិត្តសាស្ត្រនិងការជ្រៀតចូលដ៏ឆ្នើមបំផុតនិងពលបាឯករតនាព្រិនបាឯកបុប្ផាមានការយល់ដឹងខ្ពស់អំពីវប្បធម៌សង្គមស៊ីវិល័យលោកស្រីនឹងចូលទៅគៀកអ្នកជំនិតសំខាន់របស់គោលដៅ
ដូចជាលេខាផ្ទាល់ឬស្រីកំណានដើម្បីបង្កើតទំនាក់ទំនងដោយចេតនានិងទាញយកព័ត៌មានផ្ទៃក្នុងចំណែកឯពលបាឯករតនាគឺជាកម្ពុជាអ្នកជំនាញខាងបន្លំខ្លួននាងនឹងជ្រៀតចូលជាអ្នកសម្អាតឬបុគ្គលិកក្រៅម៉ោងនៅក្រុមហ៊ុនឬផ្ទះរបស់គោលដៅដោយក្លាយជាស្រមោលដែលគ្មាននរណាម្នាក់ចាប់អារម្មណ៍ដើម្បីបំពេញភារកិច្ចតាមដានរក្សាគម្លាតនិងដំឡើងឧបករណ៍លួចស្ដាប់ជាដើមគឺទី2ក្រុម Bravo Team ទទួលបន្ទុកព័ត៌មានសញ្ញា SAGENT និងសង្គ្រាមប្រព័ន្ធអ៊ីនធឺណិត Cyber Warfare ក្រុមនេះរួមមាន Hacker ដ៏ឆ្នើមបំផុតដែលបញ្ជូនមកពីបញ្ជាការដ្ឋានការពារប្រព័ន្ធអ៊ីនធឺណិតកងយោធពលខេមរភូមិន្ទពួកគេមានភារកិច្ចបំបែកប្រព័ន្ធសុវត្ថិភាពនៃបណ្ដាញផ្ទាល់ខ្លួននិងក្រុមហ៊ុនរបស់ជារដ្ឋាភិបាលដើម្បីទាញយកកំណត់ត្រាទំនាក់ទំនងអ៊ីមែលនិងទិន្នន័យលើ Cloud ទាំងអស់របស់គាត់ទោះបីជាប្រព័ន្ធសុវត្ថិភាពដែលជារដ្ឋាភិបាលប្រើប្រាស់គឺជាកម្រិតខ្ពស់បំផុតក្នុងវិស័យឯកជនក៏ដោយប៉ុន្តែសម្រាប់ពួកយើងវាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះចុងក្រោយក្រុម Charlie Team ទទួលបន្ទុកវិភាគព័ត៌មានហិរញ្ញវត្ថុ Finance អ្នកវិភាគជំនាញដែលបញ្ជូនមកពីនាយកដ្ឋានស៊ើបអង្កេតអន្តរជាតិនៃអគ្គនាយកដ្ឋានពន្ធដារនិងមជ្ឈមណ្ឌលការពារការសម្ងាត់ឧស្សាហកម្មនិងសហការជាមួយភ្នាក់ងាររបស់យើងដោយផ្អែកលើទិន្នន័យដែលក្រុម Bravo ទទួលបានពួកគេនឹងតាមដានលំហូរមូលនិធិរបស់ជារដ្ឋាភិបាលដើម្បីស្វែងរកក្រុមហ៊ុនខ្មោចកានីនៅតំបន់ជម្រកពន្ធក្រៅប្រទេស Shark Havens និងបណ្ដាញនៃគណនេយ្យករនិងមេធាវីពុករលួយដែលខុបខិតជាមួយគាត់នេះមិនមែនជាប្រតិបត្តិការដើម្បីចាប់ខ្លួនមនុស្សម្នាក់នោះទេវាគឺជាប្លង់គោលនៃសង្គ្រាមមើលមិនឃើញដើម្បីរំលាយអាណាចក្រក្រិតកម្មដ៏ធំសម្បើមមួយល្អណាស់ចាប់ផ្ដើមប្រតិបត្តិការភ្លាមខ្ញុំនឹងបន្តធ្វើជាធ្នាក់នៅ Club The Prestige Winners តាមការគ្រោងទុកហើយបន្តដាក់សម្ពាធផ្លូវចិត្តលើគោលដៅជារឿយត្រូវតែធ្វើឲ្យសត្វព្រៃភ័យស្លន់ស្លោដើម្បីឲ្យវាដើរចេញពីសម្បុកដោយខ្លួនឯងក៏សវណ្ណារីបញ្ជាក់ទទួលបញ្ជាលោកស្រីមេបញ្ជាការទន្ទឹមនឹងនោះនៅខុនដូទំនើប Penthouse លំដាប់កំពូលនៅតំបន់បឹងកេងកងទី1ជារដ្ឋាភិបាលកំពុងចាក់ស្រាវីស្គីដ៏មានតម្លៃថ្លៃនៅលើតុថ្មាប់អ៊ីតាលីហើយសម្លឹងមើលបុរសវ័យកណ្ដាលដែលអង្គុយនៅពីមុខគាត់ដោយកំហឹងបុរសនោះគឺជាអតីតមន្ត្រីចារកម្មដែលឥឡូវនេះទទួលប្រាក់ពីជារដ្ឋាភិបាលដើម្បីធ្វើជាអ្នកដោះស្រាយបញ្ហា Vector របស់គាត់ចុះបានន័យថាមិនរកឃើញអ្វីសោះមែនទេប្រធានមេងសំឡេងរបស់ជារដ្ឋាភិបាលកំពុងញ័រដោយកំហឹងដៃស្ដាំរបស់គាត់នៅតែឈឺខ្ទោករំលឹកពីភាពភ័យខ្លាចនៅថ្ងៃនោះសូមអភ័យទោសលោកអគ្គនាយកយើងបានប្រើប្រាស់បណ្ដាញព័ត៌មានទាំងអស់ដែលយើងមានប៉ុន្តែបុគ្គលដែលមានឈ្មោះសវណ្ណារីនិងមានភិនភាគដូចនេះមិនមានវត្តមានទេនាងហាក់ដូចជាមនុស្សដែលមិនធ្លាប់មាននៅលើโลกនេះតាំងពីដើមមកអញ្ចឹងចំណុចចម្លែកមួយទៀតគឺថាវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ក្លឹបហាត់ប្រាណដែលនាងបានចុះឈ្មោះនោះរាល់សកម្មភាពចេញចូលរបស់នាងគឺត្រូវបានជ្រើសរើសលុបចោលទាំងស្រុងនេះមិនមែនជាកំហុសបច្ចេកទេសធម្មតាទេតែវាបង្ហាញពីស្នាមដាននៃអន្តរាគមន៍ពីនរណាម្នាក់ដែលមានបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់នរណាម្នាក់ធ្វើអន្តរាគមន៍តើវាជានរណានោះគឺជាអ្វីដែលហួសពីសមត្ថភាពរបស់ខ្ញុំលោកអគ្គនាយកខ្ញុំហ៊ាននិយាយថាគូប្រជែងលើកនេះមិនធម្មតាទេហាក់ដូចជានាងមានកម្រិតខុសពីអ្នកជំនួញឬអ្នកនយោបាយដែលលោកធ្លាប់ប្រឈមមុខកន្លងមកខ្ញុំគិតថាលោកគួរតែដកថយមួយជំហានសិនដើម្បីមើលស្ថានភាពពិតមកទៅជារដ្ឋាភិបាលបានគប់កែវស្រាវីស្គីទៅលើជញ្ជាំងឲ្យខ្ញុំដកថយខ្ញុំជារដ្ឋាភិបាលនេះនៅលើโลกនេះគ្មានអ្វីអាចបង្ខំឲ្យខ្ញុំចុះចាញ់បានទេទោះជានាងជានរណាទោះជាមានអ្នកណានៅពីក្រោយខ្នងនាងក៏ដោយខ្ញុំនឹងបកស្បែកមុខនាងហើយហែកនាងជាចំណែកដោយផ្ទាល់ដៃគោសំឡេងស្រែកដោយកំហឹងរបស់គាត់បានបន្លឺឡើងពេញខុនដូគាត់មិនទាន់ដឹងនៅឡើយទេថាអ្វីដែលលាក់នៅពីក្រោយរបាំងមុខដែលគាត់ចង់បកនោះមិនមែនជាផ្ទៃមុខរបស់បុគ្គលធម្មតាទេប៉ុន្តែវាជារូបភាពដ៏ធំសម្បើមនៃអំណាចរដ្ឋទាំងមូលហើយរូបភាពនោះបានចាប់ផ្ដើមប្រតិបត្តិការស្រមោលដើម្បីផ្ដាច់ដង្ហើមរបស់គាត់រួចទៅហើយប្រតិបត្តិការប្រមាញ់ស្រមោលបានចាប់ផ្ដើមយ៉ាងស្ងៀមស្ងាត់ប៉ុន្តែសាហាវបំផុតភ្នាក់ងារឆ្នើមរបស់កង911បានចាប់ផ្ដើមពង្រាយបណ្ដាញពីទីតាំងរៀងខ្លួនឆ្ពោះទៅរកគោលដៅព្រិនបាឯកបុប្ផានៃក្រុមអាល់ហ្វាក្នុងរយៈពេលត្រឹមតែ2ថ្ងៃបន្ទាប់ពីចាប់ផ្ដើមប្រតិបត្តិការនាងបានជួបដោយចៃដន្យជាមួយនារីដែលជាប្រធានលេខាធិការដ្ឋានរបស់ជារដ្ឋាភិបាលនៅឯស្ទូឌីយ៉ូយូកាដ៏ប្រណិតមួយនៅបឹងកេងកងនាងបានក្លែងខ្លួនជាកូនចៅតកូលអភិជនយ៉ាងល្អឥតខ្ចោះហើយចូលទៅគៀកនារីយ៉ាងរលូនដោយមានបទពិសោធន៍សិក្សានៅក្រៅប្រទេសចំណេះដឹងទូលំទូលាយអំពីទំនិញម៉ាកល្បីនិងភាពថ្លៃថ្នូរពីធម្មជាតិដែលធ្វើឲ្យមនុស្សទម្លាក់អាវុធការពារខ្លួនព្រិនបាឯក
បុប្ផាអាចបំបត្តិការប្រុងប្រយ័ត្នរបស់នារីក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃហើយថែមទាំងអាចណាត់ជួបញ៉ាំអាហារពេលល្ងាចទៀតផងក្នុងពេលជាមួយគ្នានោះពលបាឯករតនាដែលជាមនុស្សស្រមោលបានក្លែងខ្លួនជាបុគ្គលិកអនាម័យនៅអគារខ្ពស់កប់ពុកនៅមហាវិថីព្រះមុនីវង្សជាកន្លែងដែលការិយាល័យរបស់ជារិទ្ធីស្ថិតនៅនាងបានក្លាយជាមនុស្សដែលគ្មាននរណាចាប់អារម្មណ៍ហើយរៀងរាល់យប់នាងបានកត់ត្រាទុកអ្វីគ្រប់យ៉ាងដែលនៅសេសសល់ក្នុងការិយាល័យរបស់ជារិទ្ធីឯកសារនៅលើតុអនុរណៈដែលបោះចោលក្នុងធុងសំរាមសូម្បីតែធូលីដីដែលជាប់នឹងស្បែកជើងរបស់គាត់រាល់ព័ត៌មានតូចតាចទាំងអស់ដែលនាងប្រមូលបានត្រូវបានបញ្ជូនទៅកន្លែងវិភាគនៅផ្ទះសុវត្ថិភាពហើយបានក្លាយជាទិន្នន័យដ៏សំខាន់សម្រាប់ការវិភាគពីដំណើរនិងស្ថានភាពផ្លូវចិត្តរបស់ជារិទ្ធីកាលពីយប់មិញនាងបានទទួលជោគជ័យក្នុងការបំពាក់ឧបករណ៍លួចស្ដាប់អុបទិកខ្នាតតូចទំហំត្រឹមតែ1 សង់ទីម៉ែត្រនៅក្រោមទៅធ្វើការរបស់ជារិទ្ធីភ្នាក់ងារសង្គ្រាមប្រព័ន្ធអ៊ីនធឺណិតនៃក្រុមប្រាវ៉ូកាន់តែធ្វើសកម្មភាពដោយអាចកំបាំងបណ្ដាញសុវត្ថិភាពដ៏រឹងមាំដូចបន្ទាយដែកដែលជារិទ្ធីបានបង្កើតឡើងគឺប្រៀបដូចជាល្បែងផ្គុំរូបដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ពួកគេជំនួសឲ្យការវាយប្រហារដោយផ្ទាល់ពួកគេបានចាប់ផ្ដើមវាយលុកតាមរយៈបណ្ដាញរបស់ក្រុមហ៊ុនដៃគូសហការរាប់សិបដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនរបស់គាត់ហើយទីបំផុតតាមរយៈទ្វារក្រោយបាកជុលដែលលាក់នៅក្នុងកម្មវិធីកណេឲ្យរបស់ក្រុមហ៊ុនដៃគូមួយពួកគេបានទទួលផ្លូវចូលទៅកាន់ម៉ាស៊ីនមេផ្ទៃក្នុងរបស់ក្រុមហ៊ុនជារិទ្ធីពេលនេះរាល់អ៊ីមែលកំណត់ត្រាការហៅទូរស័ព្ទនិងឯកសារទូទាត់ប្រាក់ផ្ទៃក្នុងទាំងអស់របស់គាត់បានហូរចូលទៅក្នុងម៉ាស៊ីនមេរបស់បញ្ជាការដ្ឋានយោធាក្នុងពេលវេលាជាក់ស្ដែងទន្ទឹមនឹងនោះថ្នាក់ដ៏សំខាន់បំផុតនៃប្រតិបត្តិការគឺសវណ្ណារីបានបង្ហាញខ្លួនម្ដងទៀតនៅក្លឹប The Prestige Venus ការបង្ហាញខ្លួនរបស់នាងគឺជាសញ្ញានៃគ្រោះមហន្តរាយសម្រាប់ជារិទ្ធីគាត់បានទទួលការព្រមានពីអ្នកដោះស្រាយបញ្ហារបស់គាត់រួចហើយថាគូប្រជែងមិនធម្មតាទេត្រូវតែចេះរក្សាខ្លួនប៉ុន្តែពេលឃើញនាងធ្វើមិនដឹងមនុស្សដាក់គាត់នៅនឹងមុខគាត់មានអារម្មណ៍ថាបាត់បង់សិទ្ធទាំងស្រុងគាត់ខំធ្វើជាធម្មតាហើយដើរទៅជិតនាងមើលទៅការហាត់ប្រាណមិនសូវរលូនសោះថ្មីនេះតើមានបញ្ហាអ្វីដែរឬទេនេះគឺជាការព្យាយាមសាកល្បងនាងប៉ុន្តែប្រតិកម្មរបស់សវណ្ណារីគឺហួសពីការរំពឹងទុករបស់គាត់ម្ដងទៀតនាងបានឈប់ហាត់ប្រាណហើយញឹមតិចដាក់គាត់រួចនិយាយថាដឺមិនមែនទេលោកអគ្គនាយកផ្ទុយទៅវិញខ្ញុំមានអារម្មណ៍ថាសុខភាពខ្ញុំមិនដែលល្អដូចថ្មីនេះទេបន្ទាប់មកនាងនិយាយបន្តដោយសំឡេងខ្សឹបតែស្ដាប់ឮច្បាស់ដល់ត្រចៀកគាត់ដូចជានាងនិយាយតែឯងជាថ្មីនេះខ្ញុំបានអានព័ត៌មានថាក្រុមហ៊ុនហេងសំណងត្រូវបានប្រកាសសក្ខីធនជាក្រុមហ៊ុនដែលមានបច្ចេកទេសល្អណាស់គួរឲ្យសោកស្ដាយមែនឬថាអគ្គនាយកក្រុមហ៊ុនស្រាប់តែធ្វើអត្តឃាតតើលោកស្គាល់ក្រុមហ៊ុននោះទេភ្លាមនោះផ្ទៃមុខរបស់ជារិទ្ធីប្រែជាគិតបន្តិចក្រុមហ៊ុនហេងសំណងគឺជាក្រុមហ៊ុនដែលគាត់បានបង្កឲ្យខ្សែធនដោយចេតនាហើយទិញយកក្នុងតម្លៃថោកដំណើរការនេះគឺជាការសម្ងាត់ដ៏ល្អឥតខ្ចោះដែលមានតែគាត់និងអ្នកជំនិត2-3នាក់ប៉ុណ្ណោះដែលដឹងចុះនារីម្នាក់នេះដឹងដោយរបៀបណាសវណ្ណារីសម្លឹងមើលគាត់ដែលកំពុងភ័យស្លន់ស្លោហើយក៏បញ្ចេញកណ្ដាប់ដៃចុងក្រោយម្ដងទៀតអូហើយយល់ថាសប្តាហ៍មុនមានការតាក់ទងពីធនាគារស្វ័យសមុទ្រមែនទេលោកគួរតែយកចិត្តទុកដាក់បន្តិចលើការគ្រប់គ្រងកណេសង្គមសប្តាហ៍ថ្ងៃនេះគ្រោះថ្នាក់ណាស់គេជារិទ្ធីទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហាក់ដូចជាបេះដូងឈប់លោតអញ្ចឹងកាន់នីមូលនិធិសម្ងាត់នៅប្រទេសស្វីសវាគឺជាគោលដៅចុងក្រោយនៃមូលនិធិឧក្រិដ្ឋកម្មទាំងអស់របស់គាត់និងជាប្រភពនៃអំណាចដែលគាត់មានអ្នកដែលដឹងពីការពិតនេះក្រៅពីគាត់មិនគួរមាននរណាម្នាក់នៅលើលោកនេះទេចុះនារីម្នាក់នេះដឹងពីការតាក់ទងរបស់ធនាគារស្វីសដោយរបៀបណាខួរក្បាលរបស់គាត់ប្រែជាទេស្អាតនារីនៅចំពោះមុខមិនមែនជាមនុស្សអាចកំបាំងទៀតទេនាងអាចជាព្រះឬជាបិសាចជាបុគ្គលដែលមើលធ្លុះគ្រប់យ៉ាងអំពីគាត់និងកំពុងដាក់កាំបិតដែលមើលមិនឃើញនៅលើករបស់គាត់ដើរត្រេតត្រោតហើយរត់ចេញពីកន្លែងនោះយ៉ាងលឿនញើសត្រជាក់ហូរដូចទឹកភ្លៀងនៅលើថ្ងាសរបស់គាត់ហើយបេះដូងរបស់គាត់លោតយ៉ាងខ្លាំងដោយក្តីភ័យខ្លាចពេលដែលគាត់ត្រឡប់ទៅឡានរបស់គាត់យ៉ាងប្រញាប់ប្រញាល់ហើយទូរស័ព្ទទៅមេធាវីសម្ងាត់ដែលគ្រប់គ្រងកនីនៅស្វ័យរបស់គាត់រាល់ការសន្ទនានោះត្រូវបានក្រុមប្រាវ៉ូលួចស្ដាប់បានទាំងស្រុងក៏ផ្ទេរប្រាក់មួយផ្នែកពីកនីស្វ័យទៅកន្លែងផ្សេងជាបន្ទាន់មាននរណាម្នាក់ដឹងពីពួកយើងចង្រៃឲ្យតើមានរឿងអ្វីកើតឡើងនឹងការស្រែកដោយក្តីភ័យខ្លាចរបស់គាត់បានក្លាយជាតម្រុយចុងក្រោយក្នុងការបង្ហាញបណ្ដាញអន្ទាក់នៃការប្រមាញ់ស្រមោលដោយចាប់ផ្ដើមពីខ្លឹមសារនៃការហៅទូរស័ព្ទនោះក្រុមឆាលីបានក្តាប់បាននៅលំហូរនៃមូលនិធិសម្ងាត់ទាំងអស់របស់ជារិទ្ធីហើយចាប់ផ្ដើមចងក្រងបញ្ជីរាយនាមអ្នកសំគំនិតពុករលួយទាំងអស់ដែលជាប់ពាក់ព័ន្ធជាមួយគាត់នេះជាវិនាទីដែលស្នាមប្រេះដំបូងបានកើតឡើងនៅលើអាណាចក្រឧក្រិដ្ឋកម្មដ៏ធំសម្បើមមួយនេះ
ពាក្យសម្ដីមួយឃ្លាដែលជារទ្ធីស្រែកដោយក្តីភ័យខ្លាចគឺប្រៀបដូចជាស្នាមប្រេះតូចមួយនៅលើទំនប់ទឹកដ៏ធំចាប់ផ្ដើមពីស្នាមប្រេះនោះក្រុមស្រមោលនៃកង911បានក្លាយជារលកយក្សដែលត្រៀមនឹងបោកបក់រំលំទំនប់នោះទាំងមូលដើម្បីលុបបំបាត់អ្វីគ្រប់យ៉ាងរបស់គាត់ក្រុមឆាលីបានប្រើប្រាស់ខ្លឹមសារនៃការហៅទូរស័ព្ទរវាងជារទ្ធីនិងមេធាវីសម្ងាត់របស់គាត់ជាតម្រុយដើម្បីតាមដានបញ្ច្រាសនៅលំហូរនៃការលាងលុយយកខ្វក់របស់គាត់ជាលទ្ធផលពួកគេអាចចាប់យកបណ្ដាញនៃលុយខ្មៅដ៏ធំសម្បើមដែលចរាចររវាងទីក្រុងហុងកុងនិងស្វីសតាមរយៈក្រុមហ៊ុនខ្មោចរាប់សិបដែលត្រូវបានបង្កើតឡើងនៅតំបន់ការ៉ាប៊ីនតែជាជំរកពន្ធក្រៅប្រទេសដោយផ្អែកលើព័ត៌មាននេះក្រុមប្រាវ៉ូបានទម្លុះប្រព័ន្ធសុវត្ថិភាពនៃធនាគារពាក់ព័ន្ធហើយទទួលបានប្រវត្តិប្រតិបត្តិការសម្ងាត់ទាំងអស់របស់ជារទ្ធីស្នាដៃរបស់ក្រុមអាល់ហ្វាកាន់តែអស្ចារ្យព្រិនបាឯកបុប្ផាដែលបានក្លាយជាមិត្តជិតស្និទ្ធរបស់ប្រធានលេខាធិការដ្ឋានរបស់ជារទ្ធីបានសម្ដែងតួជាមនុស្សដែលមានទុកព្រួយរឿងស្នេហាហើយទាញយកព័ត៌មានសំខាន់ពីនាងបានគឺលោកអគ្គនាយកថ្មីនេះគាត់ឆាប់ខឹងណាស់កាលពីម្សិលមិញគាត់ស្រាប់តែប្រាប់ខ្ញុំឲ្យយកសៀវភៅបញ្ជីកត់ត្រា2ជាន់បញ្ជីកេងប្រវ័ញ្ចពន្ធដើមទៅទុកក្នុងទូដែកផ្ទាល់ខ្លួននៅផ្ទះគាត់ខ្ញុំមិនហ៊ានសួរថាមានរឿងអ្វីទេព្រោះខ្លាចសៀវភៅបញ្ជីកត់ត្រា2ជាន់នោះគឺជាភស្តុតាងដ៏រឹងមាំ Smoking Gun ដែលនឹងបញ្ជាក់ពីរាល់ឧក្រិដ្ឋកម្មរបស់ជារទ្ធីនៅពេលដែលព័ត៌មានទាំងអស់នេះត្រូវបានប្រមូលផ្ដុំក្នុងពេលវេលាជាក់ស្ដែងធាតុពិតដ៏គួរឲ្យស្អប់ខ្ពើមរបស់ជារទ្ធីត្រូវបានបង្ហាញយ៉ាងច្បាស់គាត់មិនមែនត្រឹមតែជាអ្នកប្រមាញ់សហគ្រាសដ៏អាក្រក់នោះទេគាត់បានកសាងបណ្ដាញស៊ីសំណូកសូកប៉ាន់ដ៏ធំសម្បើមនៅក្នុងជួររដ្ឋាភិបាលអ្នកនយោបាយនិងប្រព័ន្ធតុលាការហើយកម្ចាត់គូប្រជែងដោយមធ្យោបាយខុសច្បាប់ដែលធ្វើឲ្យគាត់ក្លាយជាដុំសាច់មហារាជដ៏កាចសាហាវដែលអង្រួនដល់មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិអ្វីដែលធ្វើឲ្យក្រុមស៊ើបអង្កេតតក់ស្លុតបំផុតនោះគឺឧក្រិដ្ឋកម្មតាក់ទងនឹងក្រុមហ៊ុនអស្ជីវសាស្ត្ររបស់គាត់បានប្រើប្រាស់ទិន្នន័យសាកល្បងគ្លីនិកคล้ายៗនៃសារធាតុផ្សំថ្នាំថ្មីដើម្បីដំឡើងតម្លៃភាគហ៊ុនដោយចេតនាបន្ទាប់មកបានរុញភាគហ៊ុនទៅឲ្យអ្នកវិនិយោគតូចតាចហើយកើបយកប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់សម្រាប់ខ្លួនឯងក្នុងដំណើរការនោះមនុស្សជាច្រើនបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់ហើយត្រូវខ្សែធនហើយថែមទាំងមានការពិតលេចចេញមកថាមានជនរងគ្រោះមួយចំនួនបានធ្វើអត្តឃាតទៀតផងនៅក្នុងបន្ទប់សង្ខេបព័ត៌មាននៃផ្ទះសុវត្ថិភាពរបាយការណ៍ចុងក្រោយដែលសង្ខេបរាល់សកម្មភាពឧក្រិដ្ឋកម្មរបស់ជារទ្ធីត្រូវបានបង្ហាញនៅលើអេក្រង់ផ្ទៃមុខរបស់សវណ្ណារីនិងវ៉ូសេនេតូសុខាដែលឈរនៅពីមុខវាពោពេញទៅដោយកំហឹងយ៉ាងខ្លាំងនេះមិនមែនជាឧក្រិដ្ឋកម្មធម្មតាទេនេះគឺជាអំពើភេរវកម្មប្រឆាំងនឹងប្រជាពលរដ្ឋកវ៉ូសេនេតូសុខានិយាយដោយសម្លេងញ័រពេលនេះចំណែកនៃល្បែងផ្គុំត្រូវបានផ្គុំរួចរាល់ហើយដោយសហការជាមួយស្ថាប័នព្រះរាជអាជ្ញាយើងអាចចាប់ខ្លួនជារទ្ធីជាបន្ទាន់និងបង្កកទ្រព្យសម្បត្តិទាំងអស់របស់គាត់បាននៅថ្ងៃស្អែកនេះគាត់នឹងទទួលទោសធ្ងន់បំផុតតាមច្បាប់ប៉ុន្តែសវណ្ណារីបានក្រវីក្បាលទេមិនទាន់ដល់ពេលទេក្បាទលោកស្រីមេបញ្ជាការសម្រាប់មនុស្សបែបនោះការវិនិច្ឆ័យតាមផ្លូវច្បាប់គឺនៅមានភាពអនុគ្រោះខ្លាំងណាស់គាត់នឹងជួលក្រុមមេធាវីដ៏ឆ្នើមបំផុតដើម្បីបន្ធូរបន្ថយទោសហើយគាត់នឹងរកវិធីចេញពីគុកឲ្យបានដើម្បីរៀបចំផែនការឧក្រិដ្ឋកម្មទី2ឬទី3បន្តទៀតមនុស្សប្រភេទនេះគឺគ្មានសែនភ្ញាក់រលឹកកែប្រែកំហុសតាំងពីដើមមកម្លេះសំឡេងរបស់នាងត្រជាក់ដូចទឹកកកអ្វីដែលយើងត្រូវធ្វើគឺលើសពីការប្រន្ទាទោសគាត់តាមផ្លូវច្បាប់គឺត្រូវលុបបំបាត់អត្ថភាពរបស់គាត់ចេញពីសង្គមនេះតែម្ដងទ្រព្យសម្បត្តិនិងកិត្តិយសដែលគាត់បានកសាងព្រមទាំងទេវកថានៃអំណាចដែលគាត់ជឿជាក់ដូចព្រះត្រូវបានកំទេចចោលដោយវិធីដ៏ឃោរឃៅនិងគួរឲ្យសង្វេគបំផុតនៅចំពោះមុខមនុស្សគ្រប់គ្នាដើម្បីកុំឲ្យមាននរណាម្នាក់ហ៊ានដើរតាមឬកោតខ្លាចគាត់ទៀតគឺវាគឺជាការសម្រេចចិត្តរបស់មេបញ្ជាការនិងជាបទចម្រៀងរំលែកទុក្ខដើម្បីលួងលោមវិញ្ញាណក្ខន្ធជនរងគ្រោះជារៀបចំការវាយលុកចុងក្រោយ Checkmate តាមបញ្ជារបស់នាងវ៉ូសេនេតូសុខាបានចាប់ផ្ដើមកែសម្រួលផែនការប្រតិបត្តិការភ្លាមប្រតិបត្តិការចុងក្រោយរបស់ពួកគេមិនមែនជាការចាប់ខ្លួនទេវាគឺជាការប្រហារជីវិតជាសាធារណៈដែលត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះដើម្បីកាត់ផ្តាច់ជីវិតសង្គមរបស់មនុស្សម្នាក់ផែនការមានដូចខាងក្រោមដំបូងក្រុមប្រាវ៉ូនឹងបញ្ចេញព័ត៌មានคล้ายៗអំពីអត្តសញ្ញាណរបស់សវណ្ណារីទៅឲ្យប្រធានមេងដែលជាអ្នកដោះស្រាយបញ្ហារបស់ជារទ្ធីតាមពិតសវណ្ណារីគឺជាចារកម្មឧស្សាហកម្មដែលបញ្ជូនមកដោយក្រុមហ៊ុនគូប្រជែងគឺក្រុមហ៊ុនសវណ្ណគ្រប់ហើយនាងបានចូលមកគៀកដោយចេតនាដើម្បីជីកកកាយអាចកំបាំងរបស់អគ្គនាយកជារទ្ធីប្រសិនបើចាប់នាងបានហើយទាញយកព័ត៌មាននោះអគ្គនាយកជារទ្ធីនឹងអាចជំរិតទារប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ត្រឡប់មកវិញ
ព័ត៌មាននេះនឹងប្រៀបដូចជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ជារដ្ឋីដែលកំពុងជាប់គាំងគាត់នឹងប្រែក្លាយការសង្ស័យទាំងអស់របស់គាត់ទៅជាការជឿជាក់ហើយនឹងប្រមូលរាល់មធ្យោបាយទាំងអស់ដើម្បីចាប់ខ្លួនសវណ្ណារីហើយឆាកអខោននោះនឹងប្រព្រឹត្តទៅនៅ Club The Prestige Venus ដែលជាកន្លែងដែលរឿងគ្រប់យ៉ាងបានចាប់ផ្ដើមបន្ទាប់ពីផែនការប្រតិបត្តិការត្រូវបានសម្រេចរួចរាល់សវណ្ណារីបានត្រឡប់ទៅផ្ទះស្នាក់នៅរបស់នាងយ៉ាងស្ងៀមស្ងាត់នាងបានដកកាំបិតយោធាដែលមានជាប់ស្នាមប្រឡាក់ពីដៃរបស់នាងចេញមកហើយជូតវាយឺតនៅក្នុងទីងឹតនាងធ្លាប់បានឆក់យកជីវិតស្រូវរាប់មិនអស់នៅលើសមរភូមិពិតប៉ុន្តែការប្រយុទ្ធដែលនាងកំពុងរៀបចំនៅពេលនេះគឺជាសង្គ្រាមក្នុងកម្រិតមួយផ្សេងទៀតក្នុងពេលជាមួយគ្នានោះជារដ្ឋីកំពុងទទួលរបាយការណ៍ពីប្រធានមេងគឺលោកអគ្គនាយកទីបំផុតយើងរកឃើញអត្តសញ្ញាណរបស់នារីម្នាក់នោះហើយនាងគឺជាចារកម្មឧស្សាហកម្មដែលបញ្ជូនមកដោយក្រុមហ៊ុនគូប្រជែងសវណ្ណគ្រប់កែវភ្នែករបស់ជារដ្ឋីបញ្ចេញពន្លឺភ្លឺផ្លេកគាត់មានអារម្មណ៍ថាអ្វីគ្រប់យ៉ាងត្រូវបានបកស្រាយយ៉ាងច្បាស់លាស់ភាពភ័យខ្លាចរបស់គាត់បានប្រែក្លាយជាកំហឹងនិងភាពក្រអឺតក្រទុំភ្លាមក៏ហ៊ានចង់បានរបស់អញផងពួកអាសវណ្ណគ្រប់នេះថ្លើមធំមែនក៏គាត់បានប្រមូលក្រុមអង្គរៈនិងពួកក្មេងទំនើងស៊ីឈ្នួលរបស់គាត់ភ្លាមថ្ងៃស្អែកបើនារីនោះបង្ហាញខ្លួននៅក្លឹបហាត់ប្រាណចាប់នាងមកភ្លាមបើនាងតស៊ូទោះជាត្រូវវាយបំបាក់ដៃជើងក៏មិនអីដែរអញនឹងធ្វើឲ្យនាងខ្ជាអាចកំបាំងរបស់សវណ្ណគ្រប់ទាំងអស់ចេញពីមាត់របស់នាងហើយជាការតបស្នងអញនឹងផ្ដាច់ដង្ហើមសវណ្ណគ្រប់ចោលតែម្ដងគាត់គិតថាគាត់ទទួលបានឱកាសវាយបកដ៏ល្អឥតខ្ចោះប៉ុន្តែតាមពិតគាត់មិនបានដឹងតតែសោះថាគាត់កំពុងតែដើរចូលទៅក្នុងទីតាំងអុកឡូត Checkmate ដោយខ្លួនឯងនៅលើក្តារអុកដ៏ធំសម្បើមដែលសវណ្ណារីនិងកង911បានរៀបចំទុកការរៀបចំទាំងអស់ត្រូវបានបញ្ចប់ពេលនេះនៅសល់តែចលនាចុងក្រោយមួយទៀតប៉ុណ្ណោះដើម្បីកាត់ក្បាលស្ដេចថ្ងៃ D-Day នៃសេចក្តីសម្រេចបានមកដល់ Club The Prestige Venus នៅតំបន់បឹងកេងកងទី1មើលទៅពោពេញដោយភាពរស់រវើកដូចសពមួយដងប៉ុន្តែនៅក្រោមផ្ទៃដ៏ស៊ីវិល័យនោះកងកម្លាំងដ៏ឆ្នើមបំផុតរបស់កម្ពុជាកំពុងរៀបចំឧបករណ៍ភ្លេងចុងក្រោយនៃវង់ភ្លេងអាកេស្ត្រាដែលមើលមិនឃើញព្រិនបាឯកបុប្ផានិងពលបាឯករតនានៃក្រុមអាល់ហ្វាបានចូលទៅដល់ទីតាំងរៀងខ្លួនរួចជាស្រេចព្រិនបាឯកបុប្ផាបានធ្វើពុតជាជែកលេងយ៉ាងថ្លៃថ្នូរជាមួយសមាជិកផ្សេងទៀតនៅក្នុងកន្លែងទទួលភ្ញៀវហើយបានប៉ាន់ស្មានពីទីដៅដែលក្រុមរបស់ជារដ្ឋីនឹងចូលមករួចបានបញ្ជាសមាជិកផ្សេងទៀតទៅផ្នែកម្ខាងទៀតយ៉ាងរលូនពលបាឯករតនាក្នុងសម្លៀកបំពាក់អ្នកសម្អាតកំពុងដំណើរការកម្មវិធីចម្រោះចុងក្រោយលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់បញ្ជារាល់សកម្មភាពដែលនឹងកើតឡើងក្នុងពេលបន្តិចទៀតនេះនឹងត្រូវបានថតទុកទាំងស្រុងប៉ុន្តែផ្ទៃមុខរបស់ជនស៊ីវិលនឹងត្រូវបានបិទបាំង Mosaic ក្នុងពេលវេលាជាក់ស្ដែងអ្វីទាំងអស់នេះត្រូវបានរាយការណ៍ចូលទៅក្នុងត្រចៀករបស់សវណ្ណារីតាមរយៈឧបករណ៍តាក់ទងខ្នាតតូចប៉ុនគ្រាប់អង្គរម៉ោង3រសៀលគត់សវណ្ណារីបានដើរចូលក្នុងក្លឹបហាត់ប្រាណនាងមានទឹកមុខស្ងប់ស្ងាត់ហាក់ដូចជាមិនដឹងអ្វីទាំងអស់ហើយដើរទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាដែលនាងជ្រើសរើសគឺជាឈុតពណ៌ខ្មៅដែលបង្ហាញពីរាងកាយបានយ៉ាងល្អប៉ុន្តែមិនរារាំងដល់ចលនាខ្លាំងក្លាណាមួយឡើយវាប្រៀបដូចជាពណ៌ខ្លែងបន្លំរបស់ខ្លាខិនញីដែលរៀបនឹងចេញប្រមាញ់ចំណីនាងចាប់ផ្ដើមកម្ដៅសាច់ដុំដោយប្រើទម្ងន់ស្រាលនៅក្នុងតំបន់លើកដុំដែក Free Weight Zone រាល់ចលនារបស់នាងគឺជាការត្រៀមខ្លួនចុងក្រោយសម្រាប់ការប្រយុទ្ធដែលជិតមកដល់ការកន្ត្រាក់និងបន្ធូរសាច់ដុំការគ្រប់គ្រងការដកដង្ហើមរាល់សំឡេងរំខាននៃបរិយាកាសជុំវិញនិងចលនានៃខ្យល់រាល់វិញ្ញាណរបស់នាងត្រូវបានពង្រឹងឲ្យមុតស្រួចដល់កម្រិតកំពូលផ្នែកខាងក្នុងរបស់នាងគឺជាភាពស្ងប់ស្ងាត់មុនពេលព្យុះបោកបក់30នាទីក្រោយមកទ្វារក្លឹបក៏បានបើកហើយជារដ្ឋីបានដើរចូលមកនៅលើផ្ទៃមុខរបស់គាត់ភាពភ័យខ្លាចនិងការព្រួយបារម្ភកាលពីប៉ុន្មានថ្ងៃមុនបានបាត់អស់រលីងជំនួសមកវិញនៅភាពជឿជាក់និងអំនួតដែលថាគាត់បានដឹងរឿងគ្រប់យ៉ាងនៅពីក្រោយគាត់មានក្រុមអង្គរៈផ្ទាល់ខ្លួនចំនួន6នាក់ដែលមិនមែនជាក្មេងទំនើងធម្មតាទេតែជាទាហានស៊ីឈ្នួលអតីតកងកម្លាំងពិសេសដែលតាមជាប់ពីក្រោយដូចស្រមោលពួកគេមានចលនាដែលត្រូវបានហ្វឹកហាត់យ៉ាងល្អហើយបានគ្រប់គ្រងច្រកចេញចូលទាំងអស់នៃក្លឹបក្នុងមួយប៉ព្រិចភ្នែកជារដ្ឋីដើរសម្ដៅទៅរកសវណ្ណារីដោយផ្ទាល់នៅក្នុងដំណើររបស់គាត់ថែមទាំងអាចមានអារម្មណ៍ពីភាពរំភើយរបស់អ្នកឈ្នះទៀតផងអ្នកនាងសវណ្ណារីអូទេគួរតែហៅថាចារកម្មដែលបញ្ជូនមកដោយសវណ្ណគ្រប់ទើបត្រូវឥឡូវដល់ពេលបញ្ឈប់ការសម្ដែងហើយគឺគាត់ឈប់នៅចំពីមុខសវណ្ណារីហើយសើចចំអកទោះបីជាអ្នកតាមជីកកកាយពីក្រោយក្នុងខ្ញុំហើយរកឃើញអ្វីក៏ដោយប៉ុន្តែហ្គេមនេះចប់ហើយព្រោះខ្ញុំបានស្គាល់ពីអត្តសញ្ញាណរបស់អ្នកនិងពួកអ្នកដែលបញ្ជូនអ្នកមកអស់ហើយចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាទ្រព្យសម្បត្តិរបស់ខ្ញុំជាទ្រព្យសម្បត្តិដ៏មានប្រយោជន៍ដើម្បីចង់សវណ្ណគ្រប់នោះអី
គាត់កំពុងតែស្រវឹងជាមួយនឹងការសន្និដ្ឋានដ៏ល្អឥតខ្ចោះរបស់គាត់សវណ្ណារីបានឈប់ហាត់ប្រាណហើយងាកមកមើលគាត់យឺតនាងបានសម្លឹងមើលផ្ទៃមុខដ៏មានអំនួតរបស់ជារិទ្ធីនិងពួកទាហានស៊ីឈ្នួលដែលកំពុងឈរប្រងជើងការនៅពីក្រោយគាត់ម្ដងម្នាក់បន្ទាប់មកនាងបញ្ចេញស្នាមញឹមដ៏ស្រាលប៉ុន្តែបង្កប់នៅការមើលងាយនិងក្តីអាណិតដ៏ជ្រាលជ្រៅបំផុតរួចនិយាយថាកុសលវ៉ាន់គ្រប់ទើបតែឈ្មោះនេះជាលើកទី1ហើយនាងផ្អាកបន្តិចរួចសម្លឹងចំភ្នែករបស់គាត់ជារិទ្ធីអ្នកកំពុងតែបង្កើតកំហុសដ៏អាក្រក់បំផុតក្នុងជីវិតរបស់អ្នកនៅពេលនេះហើយវាមិនមែនដោយសារតែខួរក្បាលដ៏វៃឆ្លាតរបស់អ្នកទេតែគឺដោយសារភាពក្រអឺតក្រទុំដែលមិនអាចទប់ទល់បានរបស់អ្នកទៅវិញទេគឺភ្លាមនោះផ្ទៃមុខរបស់ជារិទ្ធីក៏ប្រែជាកិតវាមិនមែនជាប្រតិកម្មដែលគាត់បានរំពឹងទុកនោះទេធម្មតានាងគួរតែភ័យស្លន់ស្លោឬបង្ហាញការខឹងសម្បារដែលអត្តសញ្ញាណត្រូវបានលាតត្រដាងប៉ុន្តែប្រតិកម្មរបស់នាងប្រៀបដូចជាមនុស្សធំដែលកំពុងសម្លឹងមើលការលេងសើចដ៏ក្មេងខ្ចីរបស់ក្មេងដែលមិនទាន់ដឹងក្តីអញ្ចឹងស្អីគេមីនេះពេលដែលជារិទ្ធីកំពុងភ័យស្លន់ស្លោនិងនិយាយរដេបរដប់កែវភ្នែករបស់សវណ្ណារីក៏ប្រែប្រួលរបាំងមុខដែលคล้ายបន្លំដោយភាពទន់ភ្លន់និងបញ្ញាត្រូវបានបកចេញហើយខ្លាធំនៃកងកម្លាំងពិសេសទី911ក៏បានបញ្ចេញក្រញាំដ៏មុតស្រួចរបស់វាអាតាប៉ែឯងហ៊ានយកហ្គេមមកនិយាយនៅមុខនរណាសំឡេងរបស់នាងប្រៀបដូចជាមជុលទឹកកកដែលចាក់ទម្លុះបេះដូងរបស់ជារិទ្ធីដោយបាត់បង់សត្វគាត់ក៏ស្រែកឡូឡានៅឈរធ្វើអីទៀតចាប់មីនឹងមកតាមបញ្ជារបស់គាត់ទាហានស៊ីឈ្នួល2នាក់ដែលនៅជិតបំផុតបានស្ទុះចូលមកចាប់ដៃរបស់នាងពីឆ្វេងនិងស្ដាំក្នុងពេលតែមួយក្នុងវិនាទីនោះពិភពលោករបស់សវណ្ណារីក៏យឺតចុះដូចជាកាមេរ៉ាថតយឺតនាងបានទម្លាក់ខ្លួនចុះបន្តិចទៅតាមចលនារបស់ទាហានស៊ីឈ្នួលខាងស្ដាំហើយគេចផុតពីដៃរបស់គេយ៉ាងស្ទាត់ជំនាញក្នុងពេលជាមួយគ្នានោះនាងប្រើជើងឆ្វេងជាអបង្វើខ្លួនហើយប្រើកែងដៃឆ្វេងវាសង្កត់ចង្ការបស់គេពីក្រោមឡើងលើស្នូក្រឹបដ៏គួរឲ្យរន្ធត់បានបន្លឺឡើងស្របពេលដែលធ្គាមរបស់ទាហានស៊ីឈ្នួលនោះត្រូវបាក់ហើយគេក៏សន្លប់ដួលខ្ពកទៅលើដីក្នុងពេលជាមួយគ្នានេះដែរនាងប្រើកម្លាំងបង្វើខ្លួនដើម្បីទាត់កែងជើងស្ដាំយ៉ាងច្បាស់ចំកណ្ដាលពោះរបស់ទាហានស៊ីឈ្នួលម្នាក់ទៀតដែលស្ទុះមកពីម្ខាងទៀតទាហានស៊ីឈ្នួលដែលត្រូវទាត់ចំចំណុចខ្សោយនៃប្រព័ន្ធសរសៃប្រសាទពោះបានស្រែកអឹកព្រមជាមួយការឈឺចាប់សឹងបែកសួតហើយក៏ដួលក្រុងទាហានស៊ីឈ្នួល4នាក់ដែលនៅសល់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងទិដ្ឋភាពនៅចំពោះមុខហើយក៏ប្រញាប់ដកដំបងនិងកាំបិតយោធាចេញពីចង្កេះភ្លាមប៉ុន្តែមុនពេលដែលពួកគេរៀបចំទម្រង់ប្រយុទ្ធសវណ្ណារីបានចូលទៅដល់កណ្ដាលក្រុមរបស់ពួកគេបាត់ទៅហើយនាងបានទាត់ដុំដែកទម្ងន់5គីឡូក្រាមនៅលើឥដ្ឋឲ្យហោះតម្រង់ទៅមុខអាម្នាក់ស្របពេលដែលអាម្នាក់នោះត្រូវដុំដែកចំកណ្ដាលមុខបាក់ច្រមុះនិងដួលចុះនាងបានចាប់បំបាក់ដៃអាម្នាក់ទៀតដែលកាន់កាំបិតហើយបង្ខំឲ្យវាចាក់កាំបិតចូលភ្លៅខ្លួនឯងសំឡេងស្រែកដោយការឈឺចាប់បានផ្ទុះឡើងពីអ្នកចុងក្រោយដែលនៅសល់ភ័យស្លន់ស្លោហើយដើរថយក្រោយសវណ្ណារីមិនទុកឱកាសឲ្យពួកគេឡើយនាងបានទាញយកដំបងដែកបាប៉ែល Barber ប្រវែង2ម៉ែត្រដែលផ្អែកនៅនឹងកន្លែងដាក់ឧបករណ៍មកកាន់ដោយដៃម្ខាងយ៉ាងស្រាលបន្ទាប់មកដូចជាកីឡាករប៉េស្បលវាយកូនបាល់ប៉ុន្តែក្នុងល្បឿននិងថាមពលបំផ្លិចបំផ្លាញដែលមិនអាចប្រៀបផ្ទឹមបាននាងបានវាយបំបាក់ជង្គង់បុរសទាំងពីរនាក់នោះជាបន្តបន្ទាប់ស្នូឆ្អឹងបាក់ដរបានបន្លឺឡើងពេញក្លឹបហាត់ប្រាណទាំងមូលត្រឹមតែ10វិនាទីប៉ុណ្ណោះក្នុងរយៈពេលដ៏ខ្លីនេះទាហានស៊ីឈ្នួលទាំង6នាក់ដែលបានហ្វឹកហាត់យ៉ាងល្អបានក្លាយជាដុំសាច់ប្រឡាក់ឈាមដែលកំពុងដេកធ្ងន់នៅលើកម្រាលឥដ្ឋសវណ្ណារីបានទម្លាក់ដំបងដែកក្នុងដៃទៅលើឥដ្ឋបង្កជាសំឡេងឆាវក៏បន្ទាប់មកនាងបានទះធូលីចេញពីសម្លៀកបំពាក់កីឡារបស់នាងហាក់ដូចជាគ្មានរឿងអ្វីកើតឡើងពេលនេះនៅលើឆាកល្ខោនមានតែនាងនិងជារិទ្ធីប៉ុណ្ណោះដែលកំពុងតែញ័ររន្ធត់និងនោមដាក់ខដោយក្តីភ័យខ្លាចនាងដើរយឺតឆ្ពោះទៅរកគាត់តុកសំឡេងសម្រាមជើងរបស់នាងស្ដាប់ទៅដូចជាបទភ្លេង Hesp ដែលបន្លឺចេញពីឋាននរកខ្ញុំខុសហើយសូមមេត្តាទុកជីវិតខ្ញុំផងជារិទ្ធីលុតជង្គង់ហើយអង្គរកសវណ្ណារីឈប់នៅចំពីមុខគាត់បន្ទាប់មកនាងបញ្ចេញសារព្រមានចុងក្រោយសម្រាប់ជីវិតរបស់គាត់នៅក្បែរត្រចៀករបស់គាត់ប៉ុន្តែដោយសំឡេងច្បាស់និងឃោរឃៅដែលមនុស្សគ្រប់គ្នានៅទីនោះអាចស្ដាប់ឮគឺហ្គេមនេះទើបតែចាប់ផ្ដើមទេភ្លាមនៅពេលដែលការព្រមានចុងក្រោយរបស់សវណ្ណារីត្រូវបានបញ្ចប់ទ្វារចេញចូលទាំងអស់នៃក្លឹប The Prestige Winners ត្រូវបានបើកឡើងក្នុងពេលតែមួយប៉ុន្តែអ្នកដែលសម្រុកចូលមកនោះមិនមែនជាទាហានក្នុងសម្លៀកបំពាក់ប្រយុទ្ធដ៏ញ៉ៃញ៉ៃនោះទេពួកគេគឺជាបុរសក្នុងឈុតអាវធំពណ៌ខ្មៅកាត់ដេរយ៉ាងស្អាតពាក់ឧបករណ៍តាក់ទងឥដ្ឋខ្សែនៅត្រចៀក
នឹងមានសភាពរៀបរយបំផុតភាពស្ងៀមស្ងាត់និងចលនាប្រកបដោយវិន័យរបស់ពួកគេផ្ទុយទៅវិញបែរជាបង្កឲ្យមានភាពភ័យខ្លាចយ៉ាងជ្រាលជ្រៅនិងត្រជាក់ស្រេបជាងកងកម្លាំងពិសេសដែលប្រដាប់ដោយអាវុធពេញលេញទៅទៀតកងកម្លាំងចម្រុះនៃបញ្ជាការដ្ឋានសន្តិសុខយោធានិងស្ថាប័នព្រះរាជអាជ្ញាយោធាពួកគេគឺជាមុខកាំបិតដែលមើលមិនឃើញដែលគ្រប់គ្រងព័ត៌មានសម្ងាត់បំផុតរបស់រដ្ឋស្រាវជ្រាវរកស្រូវផ្ទៃក្នុងនិងជួនកាលកាត់ទោសដោយផ្ទាល់ទៅលើអំពើអាក្រក់ដ៏ធំសម្បើមដែលគំរាមកំហែងដល់សន្តិសុខជាតិការបង្ហាញខ្លួនរបស់ពួកគេគឺជាការប្រកាសថាករណីនេះមិនមែនជាសំណុំរឿងព្រំទណ្ឌធម្មតាទេប៉ុន្តែវាជាសំណុំរឿងសន្តិសុខជាតិដែលរដ្ឋាភិបាលជាអ្នកអន្តរាគមន៍ដោយផ្ទាល់ក្រុមស៊ើបអង្កេតចម្រុះបានធ្វើចលនាយ៉ាងរលូនមួយផ្នែកបានទៅចាប់ទាហានស៊ីឈ្នួលដែលដួលនៅទីនោះនិងផ្ដល់ការសង្គ្រោះបឋមហើយមួយផ្នែកទៀតបានការពារជនស៊ីវិលដែលកំពុងភ័យខ្លាចនិងបិទផ្លូវចូលទៅកាន់កន្លែងកើតហេតុដំណើរការទាំងអស់ត្រូវបានអនុវត្តយ៉ាងស្ងៀមស្ងាត់ប៉ុន្តែប្រកបដោយអំណាចដែលមិនអាចប្រកែកបានព្រះរាជអាជ្ញាយោធាដែលដឹកនាំក្រុមស៊ើបអង្កេតបានដើរទៅរកជារដ្ឋីតែកំពុងអង្គុយបាត់បង់ស្មារតីទាំងស្រុងនៅលើឥដ្ឋគាត់បានបង្ហាញការសម្គាល់ខ្លួននិងដីការឆែកឆេរនិងចាប់ខ្លួនដែលចេញដោយតុលាការទៅកាន់មុខរបស់ជារដ្ឋីឈ្មោះជារដ្ឋីក៏សំឡេងរបស់ព្រះរាជអាជ្ញាត្រជាក់ដូចជាម៉ាស៊ីនដែលគ្រាន់តែរាយនាមមាត្រាច្បាប់ដោយគ្មានអារម្មណ៍គេលោកត្រូវបានចាប់ខ្លួនជាបន្ទាន់ចាប់ពីពេលនេះទៅក្រោមការចោទប្រកាន់ពីបទរំលោភច្បាប់ស្តីពីទីផ្សារមូលធននិងការវិនិយោគហិរញ្ញវត្ថុបទច្បោករំលោភសេចក្តីទុកចិត្តកឹបកេងតាមច្បាប់ស្តីពីការប្រន្ទារទោសកម្រិតធ្ងន់ចំពោះបទល្មើសសេដ្ឋកិច្ចជាក់លាក់បទរំលោភច្បាប់ស្តីពីការទប់ស្កាត់និងការប្រន្ទារទោសការលាងលុយយកខ្វក់និងបទរំលោភច្បាប់ស្តីពីការប្រន្ទារទោសអំពើហិង្សានិងបទល្មើសផ្សេងទៀតបទល្មើសដែលគាត់បានរៀបរាប់គឺជាប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មដែលជារដ្ឋីបានចំណាយពេលពេញមួយជីវិតដើម្បីកសាងប៉ុន្តែជារដ្ឋីមិនបាននិយាយអ្វីទាំងអស់នៅក្នុងខួរក្បាលរបស់គាត់ពោពេញទៅដោយសំណួរតែមួយគត់មិនអញ្ចឹងហេតុអ្វីបានជាយោធាមកចាប់ខ្ញុំពួកឯងជាស្អីដឹងទេថាខ្ញុំជានរណានេះជារឿងខុសច្បាប់ហៅមេធាវីខ្ញុំមកភ្លាមនេះគឺជាវិនាទីដែលគាត់បញ្ចេញកម្លាំងចុងក្រោយដើម្បីទ្វាព្រះរាជអាជ្ញាយោធាដែលដឹកនាំការស៊ើបអង្កេតបានងាកទៅរកសវណ្ណារីដែលឈរនៅក្បែរនោះបន្ទាប់មកដោយគ្មានការស្ទាក់ស្ទើរគាត់បានអង្កោង90ដឺក្រេដើម្បីសម្ដែងការគោរពយ៉ាងជ្រាលជ្រៅលោកជំទាវឧត្តមសេនីយ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ព័ត៌មានយ៉ាងច្បាស់លាស់និងការសហការតាំងពីដំណាក់កាលដំបូងនៃប្រតិបត្តិការចាប់ពីពេលនេះទៅសូមប្រគល់ភារកិច្ចនេះមកឲ្យពួកយើងចុះលោកជំទាវមេបញ្ជាការពាក្យមួយឃ្លានោះប្រៀបដូចជារន្ទះប្រស្រីភ្នែករបស់ជារដ្ឋីញ័រយ៉ាងខ្លាំងហាក់ដូចជាមានការរញ្ជួយដីមនុស្សគ្រប់គ្នានៅក្នុងក្លឹបហាត់ប្រាណបានដកដង្ហើមធំស្ត្រីដ៏ស្រស់ស្អាតពូកែហាត់ប្រាណនិងពោពេញដោយអាតកំបាំងម្នាក់នេះគឺជាឧត្តមសេនីយ៍ក្នុងពេលនោះអ្នកកាសែតដែលបានព្រមព្រៀងគ្នាបានចាប់ផ្ដើមថតរូបផ្លេកពីខាងក្រៅខ្សែបន្ទាត់ហាមឃាត់ពួកគេព្យាយាមចុចកាមេរ៉ាយ៉ាងប្រញាប់ប្រញាល់ដើម្បីផ្ដិតយករូបភាពដែលមិនគួរឲ្យជឿនេះឲ្យបានច្រើននៅកណ្ដាលនៃការសម្លឹងមើលនិងពន្លឺកាមេរ៉ាទាំងអស់សវណ្ណារីបានដើរទៅរកជារដ្ឋីយ៉ាងស្ងៀមស្ងាត់នាងលែងជានារីក្នុងសម្លៀកបំពាក់កីឡាធម្មតាទៀតហើយនាងគឺជាក្រញាំដ៏មុតស្រួចបំផុតរបស់ជាតិនិងជាមហន្តរាយសម្រាប់សារូវដែលនោះគឺកក្លាធំនាងបានសម្លឹងមើលត្រង់ចូលទៅក្នុងភ្នែករបស់ជារដ្ឋីដែលបានដួលរំទាំងស្រុងហើយប្រកាសសាលក្រមយ៉ាងតិចហាក់ដូចជាកំពុងឆ្លាក់វាចូលទៅក្នុងព្រលឹងរបស់គាត់ខ្ញុំគឺជាឆន្ទៈរបស់រដ្ឋដែលមកកាត់ទោសឧក្រិដ្ឋកម្មរបស់អ្នកជាមួយនឹងពាក្យចុងក្រោយរបស់នាងអ្នកស៊ើបអង្កេតបានចាប់ទាញដៃទាំងសងខាងរបស់ជារដ្ឋីឡើងយ៉ាងកម្រហើយដាក់ខ្នោះសម្លេងឆក់នៃខ្នោះដៃគឺជាសម្លេងនៃការដួលរំនៃសក្តានុពលភាពលោភលន់និងជាសម្លេងដែលប្រកាសថាក្រញាំរបស់ខ្លាធំទីបំផុតបានចាក់ទម្លុះបេះដូងរបស់ស្ត្រូវហើយគាត់ត្រូវបានគេអូសចេញទៅដូចជាសត្វពាហនៈហើយរហូតដល់វិនាទីចុងក្រោយគាត់នៅតែងាកមកមើលសវណ្ណារីដោយមិនជឿនឹងភ្នែកនៅក្នុងកែវភ្នែករបស់គាត់ពោពេញទៅដោយភាពភ័យខ្លាចភាពតក់ស្លុតនិងសូម្បីតែភាពស្ញប់ស្ញែងតាមសភាពកើតចំពោះអត្ថភាពដែលគាត់មិនអាចយល់បានក្រញាំរបស់ខ្លាធំបានអនុវត្តការវិនិច្ឆ័យដោយវិធីដែលថ្លៃថ្នូរបំផុតវៃឆ្លាតបំផុតនិងឃោរឃៅបំផុតយប់ដែលក្រញាំរបស់ខ្លាធំត្រូវបានលាតត្រដាងនៅលើពិភពលោកទីផ្សារហិរញ្ញវត្ថុប្រព័ន្ធតុលាការនិងរង្វង់នយោបាយរបស់កម្ពុជាបានជួបប្រទះនឹងការរញ្ជួយដីដ៏ធំសម្បើមមួយព័ត៌មានតក់ស្លុតផ្ដាច់មុខអគ្គនាយកក្រុមហ៊ុនមូលនិធិឯកជនជារដ្ឋីត្រូវបានចាប់ខ្លួនដោយបញ្ជាការដ្ឋានសន្តិសុខយោធារកឃើញការលាងលុយយកខ្វក់កម្រិតរាប់ពាន់លានដុល្លារនៅពីក្រោយខ្នងព័ត៌មានទាន់ហេតុការណ៍រឿងអាស្រូវជារដ្ឋីរាលដាលកាន់តែធំ
បញ្ជីសម្ងាត់ដែលមានឈ្មោះមន្ត្រីនយោបាយទទួលសំណូកត្រូវបានរឹបអូសនិងវិភាគដោយអាជ្ញាធរយោធាចំណុចចាប់ផ្ដើមនៃសំណុំរឿងនេះតើមន្ត្រីយោធាជាន់ខ្ពស់អាចកំបាំងរូបនោះជានរណាសារព័ត៌មានបានចុះផ្សាយព័ត៌មាននេះដោយទឹកធ្លាក់ប៉ុន្តែអត្តសញ្ញាណរបស់សវណ្ណារីដែលស្ថិតនៅចំកណ្ដាលរឿងនេះត្រូវបានលាក់បាំងយ៉ាងជិតឈឹងអាជ្ញាធរយោធាគ្រាន់តែប្រកាសថានាងគឺជាមន្ត្រីជាន់ខ្ពស់ដែលបានផ្ដល់ព័ត៌មានចារកម្មអំពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិសុខជាតិដែលនេះរឹតតែធ្វើឲ្យមានការចង់ដឹងចង់ឃើញពីមហាជននិងបង្កើនទម្ងន់នៃសំណុំរឿងនេះការចាប់ខ្លួនជារដ្ឋីគឺជាស្នាមប្រេះដំបូងដែលធ្វើឲ្យទំនប់នៃអំពើពុករលួយដ៏ធំសម្បើមត្រូវដួលរំគណៈកម្មការស៊ើបអង្កេតចម្រុះខ្នាតធំដែលប្រមូលផ្ដុំដោយព្រះរាជអាជ្ញាយោធាបញ្ជាការដ្ឋានសន្តិសុខយោធានិងនាយកដ្ឋានប្រឆាំងអំពើពុករលួយបានប្រើប្រាស់សៀវភៅបញ្ជីកត់ត្រាពីរជាន់និងប្រវត្តិគណនីធនាគារ Swiss ដែលរឹបអូសបានជាមូលដ្ឋានដើម្បីចាប់ផ្ដើមការស៊ើបអង្កេតទ្រង់ទ្រីធំទៅលើបណ្ដាញដែលគាំទ្រជារដ្ឋីការឆែកឆេរក្នុងពេលដំណើរគ្នាត្រូវបានធ្វើឡើងនៅការិយាល័យច្បាប់ក្រុមហ៊ុនសួនកម្មការិយាល័យសមាជិករដ្ឋសភានិងលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់ដែលសង្ស័យថាបានទទួលសំណូកពីគាត់នៅលើព័ត៌មានទូរទស្សន៍រូបភាពនៃមេធាវីសវនករនិងអ្នកនយោបាយដែលធ្លាប់មានអំណាចកាលពីម្សិលមិញកំពុងឈរយ៉ាងកំសត់នៅពីមុខខ្សែបន្ទាត់របស់អ្នកកាសែតនៅមុខស្ថាប័នព្រះរាជអាជ្ញាត្រូវបានចាក់ផ្សាយជារៀងរាល់ថ្ងៃនៅពេលដែលដើមឈើដ៏ធំឈ្មោះជារដ្ឋីបានរលំផ្សិតពលទាំងអស់ដែលលាក់ខ្លួននៅក្នុងលុបរបស់វាក៏ត្រូវបានលាតត្រដាងនៅក្រោមពន្លឺព្រះអាទិត្យហើយចាប់ផ្ដើមរលួយការដួលរំនៃអាណាចក្រឧក្រិដ្ឋកម្មដ៏ឆ្លាតវៃនេះប្រៀបដូចជាពន្លឺនៃក្តីសង្ឃឹមសម្រាប់អ្នកវិនិយោគតូចតាចនៅក្នុងទីផ្សារភាគហ៊ុនជនរងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់ដោយសារការកេងប្រវ័ញ្ចភាគហ៊ុនរបស់ជារដ្ឋីបានប្រមូលផ្ដុំគ្នាដើម្បីដាក់ពាក្យបណ្ដឹងរួមហើយរដ្ឋាភិបាលបានប្រកាសថានឹងបង្កើតមូលនិធិពិសេសមួយដើម្បីជួយសម្រួលដល់ការខូចខាតរបស់ពួកគេក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានធ្វើអត្តឃាតដោយអយុត្តិធម៌បានសម្រក់ទឹកភ្នែកដោយដឹងថាយុត្តិធម៌ត្រូវបានអនុវត្តទោះបីជាវាយឺតពេលក៏ដោយទន្ទឹមនឹងនោះនៅក្នុងបន្ទប់ស៊ើបអង្កេតពិសេសដែលស្ថិតនៅជាន់ក្រោមដីនៃបញ្ជាការដ្ឋានសន្តិសុខយោធាជារដ្ឋីកំពុងស្លៀកសម្លៀកបំពាក់អ្នកទោសដែលមានលេខរៀងជំនួសឲ្យឈុតអាវធំកាត់ដេរយ៉ាងមានតម្លៃនៅពីមុខគាត់មានគំនរឯកសារភស្តុតាងរាប់មិនអស់ក្រុមមេធាវីរបស់គាត់បានតវ៉ាថាភស្តុតាងទាំងអស់ត្រូវបានប្រមូលដោយការអន្តរាគមន៍ខុសច្បាប់របស់យោធាប៉ុន្តែព្រះរាជអាជ្ញាយោធាបានទាត់ចោលការអះអាងទាំងអស់នោះដោយការបកស្រាយច្បាប់ថ្មីមួយថាឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរដែលរំខានដល់សណ្ដាប់ធ្នាប់សេដ្ឋកិច្ចជាតិគឺជាសកម្មភាពដែលគំរាមកំហែងដល់សន្តិសុខជាតិគាត់បានប្រើសិទ្ធិរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជាច្រើនថ្ងៃប៉ុន្តែអ្វីដែលធ្វើឲ្យអំនួតចុងក្រោយរបស់គាត់ត្រូវរលាយបាត់គឺវីដេអូមួយដែលសវណ្ណារីបានផ្ញើមកនៅក្នុងវីដេអូនោះគឺបង្ហាញពីទិដ្ឋភាពនៃតំបន់ព្រៃកោងកាងក្នុងខេត្តកំពតដែលគាត់បានទទួលបន្ទុកចោលកាកសំណល់ពុលនៅទីនោះដោយសារដីនិងទឹកត្រូវបំពុលប្រជាពលរដ្ឋនិងអ្នកនេសាទកំពុងអង្គុយអស់សង្ឃឹមដោយសារខូចខាតមុខរបរកូនគោដែលកើតមកខូចទ្រង់ទ្រីកំពុងដេកស្លាប់ដោយមិនអាចបើដោះមេវាបានហើយនៅចុងបញ្ចប់នៃវីដេអូលោកយាយម្នាក់បាននិយាយទៅកាន់កាមេរ៉ាថាដូចមួយជីវិតខ្ញុំស្គាល់តែដីនេះនិងទឹកនេះទេឥឡូវតើពួកយើងគួរទៅណាពេលដែលបានឃើញវីដេអូនោះអ្វីមួយនៅក្នុងខ្លួនរបស់ជារដ្ឋីក៏បានដួលរំគាត់ទើបតែដឹងថាអ្វីដែលគាត់បានធ្វើមិនមែនគ្រាន់តែជាការក្លែងបន្លំហិរញ្ញវត្ថុដែលពោពេញដោយតួលេខនោះទេប៉ុន្តែវាគឺជាអំពើអាក្រក់ដែលបានបំផ្លាញជីវិតនិងទីជម្រករបស់អ្នកដទៃទាំងស្រុងគាត់ចាប់ផ្ដើមយំសោកដូចកូនក្មេងហើយចាប់ផ្ដើមសារភាពរាល់ឧក្រិដ្ឋកម្មរបស់គាត់ទាំងអស់ជាជីងនៃយុត្តិធម៌កំពុងផ្អៀងទៅរកផ្នែកដែលធ្ងន់បំផុតហើយនៅពេលដែលករណីនេះជិតឈានដល់ទីបញ្ចប់សវណ្ណារីកំពុងទទួលរបាយការណ៍ចុងក្រោយនៅក្នុងបន្ទប់សង្ខេបព័ត៌មាននៃផ្ទះសុវត្ថិភាពនៅលើអេក្រង់មានលទ្ធផលចុងក្រោយអំពីរបៀបដែលអាណាចក្រឧក្រិដ្ឋកម្មរបស់ជារដ្ឋីត្រូវបានរំលាយនិងទោសដែលអ្នកពាក់ព័ន្ធនឹងទទួលបានលោកស្រីមេបញ្ជាការគោលដៅនៃប្រតិបត្តិការត្រូវបានសម្រេចយ៉ាងល្អឥតខ្ចោះខ្ញុំសូមបញ្ចប់ប្រតិបត្តិការប្រមាញ់ស្រមោលជាផ្លូវការវ៉ូសេនេតូសុខាបានបញ្ចប់ការរាយការណ៍សវណ្ណារីសម្លឹងមើលអេក្រង់ដោយមិននិយាយអ្វីនៅលើផ្ទៃមុខរបស់នាងគ្មានក្តីអំណរនៃជ័យជំនះឬការពេញចិត្តនោះទេប៉ុន្តែមានតែភាពនឿយហត់ដ៏ស្ងប់ស្ងាត់និងត្រជាក់របស់អ្នកដែលទើបតែបញ្ចប់បេសកកម្មដ៏ខ្វក់មួយនាងគឺជាមុខកាំបិតដ៏មុតស្រួចបំផុតរបស់ជាតិជាអត្ថភាពដែលជួនកាលត្រូវចាក់ទម្លុះបេះដូងស្រូវហើយជួនកាលត្រូវកាត់សាច់ខ្លួនឯងដើម្បីសង្គ្រោះកងទ័ពផ្ទាល់ខ្លួន
បេសកកម្មលើកនេះប្រៀបដូចជាការវះកាត់ដ៏ឈឺចាប់និងខ្វក់ដើម្បីកាត់ចេញនៅមុខរបួសដែលរលួយនៅក្នុងសង្គមរបស់យើងសមរភូមិស្ងប់ស្ងាត់សមរភូមិដែលនាងត្រូវប្រយុទ្ធមិនមែនមានតែនៅសមរភូមិជួរមុខដែលមានស្នូគ្រាប់កាំភ្លើងហោះចុះឡើងនោះទេនាងបានក្រោកឈរឡើងយ៉ាងស្ងៀមស្ងាត់ហើយសម្លឹងមើលទៅក្រៅបង្អួចនៅក្រោមពន្លឺភ្លើងទីក្រុងដ៏ស្រស់ស្អាតប្រហែលជាមានជារដ្ឋីម្នាក់ទៀតកំពុងសាងសង់ប្រាសាទនៃភាពលោភលន់ថ្មីមួយក៏ថាបានការប្រយុទ្ធរបស់នាងនៅមិនទាន់ចប់នៅឡើយទេពេលវេលាបានកន្លងផុតទៅទេសភាពនៃរដូវកាលបានផ្លាស់ប្ដូរចំនួន2ដងរឿងអាស្រូវជារដ្ឋីដែលបានអង្រួនប្រទេសកម្ពុជាពីស្គរទីបំផុតក៏បានឈានដល់ទីបញ្ចប់បន្ទាប់ពីការស៊ើបអង្កេតនិងការកាត់ក្តីដ៏លឿននិងហ្មត់ចត់បំផុតក្នុងប្រវត្តិសាស្ត្រយុត្តិធម៌តុលាការកំពូលបានទទួលស្គាល់រាល់បទចោទប្រកាន់ទាំងអស់ទៅលើជារដ្ឋីថាមានពិរុទ្ធភាពហើយបានផ្តន្ទាទោសគាត់ដោយទោសធ្ងន់បំផុតដែលអាចផ្ដល់ឲ្យក្រមប្រព័ន្ធច្បាប់បច្ចុប្បន្នដែលគ្មានទោសប្រហារជីវិតនោះគឺការជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានការបន្ធូរបន្ថយទោសចៅក្រមបានបន្ថែមប្រយោគខាងក្រោមនេះនៅចុងបញ្ចប់នៃសារក្រមឧក្រិដ្ឋកម្មរបស់ជនជាប់ចោទជារដ្ឋីមិនមែនគ្រាន់តែជាការច្បោកដើម្បីសន្សំទ្រព្យសម្បត្តិផ្ទាល់ខ្លួននោះទេប៉ុន្តែវាជាអំពើភេរកម្មសង្គមដែលបានបំផ្លាញគុណតម្លៃដ៏សំខាន់បំផុតរបស់សហគមន៍គឺទំនុកចិត្តសង្គមនិងបានរុញច្រានជីវិតប្រជាពលរដ្ឋរាប់មិនអស់ទៅរកភាពអស់សង្ឃឹមចំពោះគំនិតដ៏ក្រអឺតក្រទមដែលថាវត្តនៃមូលធនអាចត្រួតត្រាលើសេចក្តីថ្លៃថ្នូររបស់មនុស្សប្រព័ន្ធតុលាការសូមកាត់ទោសដោយកម្រិតធ្ងន់ធ្ងរបំផុតការកាត់ក្តីនេះគឺជាការព្រមានយ៉ាងតឹងរ៉ឹងនៃនីតិរដ្ឋទៅលើមុខមាត់ដ៏អាក្រក់នៃមូលធននិយមដ៏ទាបថោកដែលគិតថាមានលុយអាចធ្វើអ្វីបានទាំងអស់ទ្រព្យសម្បត្តិខុសច្បាប់ទាំងអស់របស់គាត់ត្រូវបានរឹបអូសចូលជាសម្បត្តិរដ្ឋដើម្បីប្រើប្រាស់សម្រាប់មូលនិធិសង្គ្រោះជនរងគ្រោះនិងគម្រោងស្ដារបរិស្ថានឡើងវិញអាណាចក្រនៃភាពលោភលន់ដែលគាត់បានចំណាយពេលពេញមួយជីវិតដើម្បីកសាងឥឡូវនេះត្រូវបានរំលាយចោលទាំងស្រុងដោយបន្សល់ទុកត្រឹមតែលេខអ្នកទោសមួយប៉ុណ្ណោះដែលមានឈ្មោះរបស់គាត់ក្តីសង្ឃឹមថ្មីមួយបានចាប់ផ្ដើមលូតលាស់នៅកន្លែងដែលគាត់បានដួលរំនាយកច័ន្ទនៃក្លឹប The Prestige Venus បានរួចផុតពីការគៀបសង្កត់របស់ជារដ្ឋីហើយបានកែប្រែក្លឹបនេះឲ្យក្លាយជាក្លឹបដែលមានទស្សនវិជ្ជាផ្ទាល់ខ្លួនរបស់គាត់បានកាត់យកប្រាក់ចំណេញមួយផ្នែកដើម្បីបង្កើតមូលនិធិអាហារូបករណ៍សម្រាប់កូនរបស់ជនរងគ្រោះក្នុងរឿងអាស្រូវជារដ្ឋីខណៈដែលសមាជិកដែលគាំទ្រឆន្ទៈល្អរបស់គាត់មានការកើនឡើងក្លឹបនេះបានក្លាយជាមជ្ឈមណ្ឌលនៃសហគមន៍មូលដ្ឋានដែលលើកកម្ពស់តម្លៃសុខភាពលើសពីកន្លែងហាត់ប្រាណធម្មតាខ្យល់នៃការផ្លាស់ប្ដូរក៏បានបក់មកដល់តំបន់ព្រៃកោងកាងក្នុងខេត្តកំពតដែលត្រូវបានបំពុលដោយជារដ្ឋីផងដែរតាមរយៈការខិតខំប្រឹងប្រែងរបស់កងទ័ពរដ្ឋាភិបាលនិងអង្គការបរិស្ថានគម្រោងស្ដារគុណភាពដីនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រទ្រង់ទ្រាយធំត្រូវបានចាប់ផ្ដើមពេលវេលាអាចនឹងយឺតយ៉ាវប៉ុន្តែថ្ងៃណាមួយដីនិងសមុទ្រនោះនឹងអាចផ្ដល់កំណើតដល់ជីវិតម្ដងទៀតជាមិនខានការអនុវត្តយុត្តិធម៌គឺយឺតយ៉ាវបែបនេះឯងប៉ុន្តែវាពិតជាកំពុងព្យាបាលរបួសរបស់ពិភពលោកយ៉ាងពិតប្រាកដចុះចំណែកឯវីនារីលក្ខមុខសវណ្ណារីដែលជាអ្នកដឹកនាំការផ្លាស់ប្ដូរទាំងនេះវិញតើនាងកំពុងរស់នៅយ៉ាងណាដែរបន្ទាប់ពីហេតុការណ៍នោះមានការសន្និដ្ឋានជាច្រើនអំពីអត្តសញ្ញាណរបស់នាងប៉ុន្តែអាជ្ញាធរយោធាបានការពារនាងដោយប្រព័ន្ធសុវត្ថិភាពដ៏រឹងមាំព្រោះនៅពេលដែលការពិតដែលថានាងគឺជាឧត្តមសេនីយ៍ជាស្ត្រីដំបូងគេនៃកងខ្លាធំត្រូវបានលាតត្រដាងខ្លួននាងផ្ទាល់ក៏អាចប្រឈមនឹងការគំរាមកំហែងថ្មីបានដែរនាងបានទុកកិត្តិយសនឹងការចាប់អារម្មណ៍ទាំងអស់នៅពីក្រោយហើយត្រឡប់ទៅក្នុងស្រមោលវិញឈ្មោះរបស់នាងត្រូវបានចាត់ទុកជារឿងព្រេងនៅក្នុងជួរកងទ័ពប៉ុន្តែជាអាថ៌កំបាំងដែលមិនត្រូវនិយាយចេញមកក្រៅឡើយពេលរដូវកាលផ្លាស់ប្ដូរហើយភាពតក់ស្លុតពីរឿងអាស្រូវជារដ្ឋីចាប់ផ្ដើមរលាយបាត់បន្តិចម្ដងពីការចងចាំរបស់មនុស្សសវណ្ណារីបានស្លៀកពាក់សម្លៀកបំពាក់ធម្មតាហើយត្រឡប់មកក្លឹប The Prestige Venus ម្ដងទៀតនាយកច័ន្ទដែលបានឃើញការបង្ហាញខ្លួនរបស់នាងបានរត់ចេញមកទទួលទាំងជើងទេប៉ុន្តែនាងបានលើកដៃឃាត់គាត់យ៉ាងស្ងៀមស្ងាត់នាងមិនចង់ក្លាយជាបុគ្គលពិសេសនៅទីនេះទៀតទេនាងគ្រាន់តែជាសមាជិកធម្មតាម្នាក់តែចង់មានអារម្មណ៍រីករាយនឹងការបញ្ចេញញើសប៉ុណ្ណោះនាងដើរទៅកាន់តំបន់លើកដុំដែកដោយក្តីនឹករលឹកពេលដែលនាងលើកដុំដែកដ៏ធ្ងន់ឡើងអារម្មណ៍ប៉ះទង្គិចនៃដែកដែលមិនប្រែប្រួលបានផ្ដល់ឲ្យនាងនូវភាពកក់ក្ដៅពេលដែលនាងកំពុងសម្រួលការដកដង្ហើមនាយកច័ន្ទក៏បានដើរចូលមកដោយស្ងៀមស្ងាត់ហើយហុចដបទឹកឲ្យនាងគណនាងអូទេលោកជំទាវមេបញ្ជាការសូមអរគុណសម្រាប់អ្វីគ្រប់យ៉ាងគឺនាយកច័ន្ទបានអន់ក្បាលយ៉ាងជ្រៅលោកជំទាវមិនត្រឹមតែការពារក្លឹបរបស់ខ្ញុំទេលោកជំទាវបានការពាររូបខ្ញុំនិងតម្លៃនៃយុត្តិធម៌ដែលខ្ញុំជឿជាក់មួយជីវិតនេះខ្ញុំនឹងមិនបំភ្លេចស្គុណនេះឡើយកុសវណ្ណារីបានទះស្មារបស់គាត់ថ្នម
វាគឺជាសេចក្តីក្លាហានរបស់នាយកផ្ទាល់ដែលបានការពារវាខ្ញុំគ្រាន់តែជាអ្នកបង្កើតឱកាសតូចមួយប៉ុណ្ណោះពេលឮពាក្យរបស់នាងទឹកភ្នែកក៏លីងរលោងក្នុងភ្នែកនាយកច័ន្ទរវាងអ្នកទាំងពីរមិនត្រូវការពន្យល់អ្វីបន្ថែមទៀតទេពេលនោះយុវជនម្នាក់ក៏បានដើរចូលមករកនាងដោយប្រុងប្រយ័ត្នគាត់បានណែនាំខ្លួនថាជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ហើយបានអន់ក្បាលគោរពនាងយ៉ាងជ្រាលជ្រៅក៏ប្រសិនបើមិនរំខានទេតើខ្ញុំសូមចាប់ដៃជាមួយលោកជំទាវមួយលើកបានទេគាត់ហាក់ដូចជាដឹងពីអត្តសញ្ញាណរបស់នាងប៉ុន្តែគាត់មិនសួរអ្វីទាំងអស់គឺពីមុនខ្ញុំធ្លាប់មានក្តីស្រមៃចង់ក្លាយជាមេធាវីដែលរកលុយបានច្រើនប៉ុន្តែពេលដែលខ្ញុំឃើញរឿងក្តីជារដ្ឋីខ្ញុំបានយល់ថាតើច្បាប់ពិតប្រាកដមានវត្តមានដើម្បីអ្វីថ្ងៃណាមួយខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលប្រយុទ្ធដើម្បីយុត្តិធម៌នៅកន្លែងដែលមើលមិនឃើញដូចជាលោកជំទាវអញ្ចឹងដែរសុវណ្ណារីបានមើលឃើញភាពស្មោះត្រង់នៅក្នុងកែវភ្នែករបស់គាត់នាងបានលូកដៃទៅចាប់ដៃរបស់គាត់ដោយស្ងៀមស្ងាត់ពីដៃរបស់យុវជននោះនាងមានអារម្មណ៍ថាអ្វីដែលនាងបានការពារមិនមែនគ្រាន់តែជាយុត្តិធម៌ក្នុងអតីតកាលនោះទេប៉ុន្តែវាក៏ជាក្តីសង្ឃឹមសម្រាប់អនាគតផងដែរក្នុងពេលជាមួយគ្នានេះនៅឯមណ្ឌលអប់រំកែប្រែមួយពន្ធនាគារព្រៃដែលមានការយាមកាមតឹងរឹងបំផុតនៅកម្ពុជាអ្នកទោសអស់មួយជីវិតនៅបន្ទប់ឃុំឃាំងដាច់ដោយឡែកជារដ្ឋីកំពុងសម្លឹងមើលជញ្ជាំងដោយភ្លឹកស្មារតីគាត់បានបាត់បង់អ្វីទាំងអស់អ្វីដែលនៅសេសសល់សម្រាប់គាត់គឺជាពេលវេលាដែលនឹងមិនបញ្ចប់ជារៀងរហូតនឹងវិបដិសារីដែលស៊ីរូងព្រលឹងរបស់គាត់ពេលដល់ម៉ោងញ៉ាំអាហារពេលល្ងាចមន្ត្រីពន្ធនាគារបានរុញថាសអាហារព្រមជាមួយនឹងថៃផ្លេត tabletតូចមួយចូលទៅក្នុងប្រអប់ផ្ដល់អាហារតាំងពីគាត់ជាប់គុកមកក្រសួងយុទ្ធភ័ពបានបង្គាប់ឲ្យគាត់មើលវីដេអូឯកសារឬព័ត៌មានតាក់ទងនឹងឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្តជារៀងរាល់ថ្ងៃរយៈពេល1ម៉ោងដើម្បីការអប់រំកែប្រែគាត់វាគឺជាទណ្ឌកម្មផ្លូវចិត្តដ៏ឃោរឃៅនិងអាក្រក់បំផុតដើម្បីបំផ្លាញភាពក្រអឺតក្រទុំចុងក្រោយរបស់គាត់ទាំងស្រុងវីដេអូថ្ងៃនេះគឺជាភាពយន្តឯកសារដែលបង្ហាញពីដំណើរការស្ដារឡើងវិញនៃតំបន់ព្រៃកោងកាងខេត្តកំពតដែលគាត់បានបំពោលនៅក្នុងវីដេអូអ្នកស្ម័គ្រចិត្តកំពុងបែកញើសហូហៀដើម្បីកាយដីដែលលោកខ្វក់ចេញហើយអ្នកនេសាទម្នាក់បានផ្ដល់បទសម្ភាសន៍ប្រហែលជាត្រូវចំណាយពេលយូរហើយតតែដល់ជំនាន់កូនរបស់ពួកយើងទើបសមុទ្រដ៏ស្អាតដោយកាលពីមុនអាចត្រឡប់មកវិញបានយើងត្រូវតែជឿជាក់បែបនោះក៏ក្នុងវិនាទីនោះទឹកភ្នែកដ៏ក្តៅគុកបានហូរចេញពីកែវភ្នែករបស់ជារដ្ឋីទីបំផុតគាត់បានដឹងខ្លួនហើយថាអ្វីដែលគាត់បានលួចមិនមែនគ្រាន់តែជាលុយឬតម្លៃភាគហ៊ុននោះទេគាត់បានលួចពេលវេលានៃមនុស្សមួយចំនួននិងក្តីសង្ឃឹមរបស់មនុស្សចំនួនក្រោយគាត់យំសោកយ៉ាងខ្លាំងរហូតដល់ដួលរលំនោះហើយគឺជាការចាប់ផ្ដើមនៃឋាននរកដ៏ពិតប្រាកដរបស់គាត់ដែលនឹងគ្មានថ្ងៃបញ្ចប់ជារៀងរហូតត្រឡប់មកបច្ចុប្បន្នវិញសុវណ្ណារីបានបញ្ចប់ច្បាប់ឈប់សម្រាកទាំងអស់ហើយត្រឡប់មកកាន់កន្លែងដែលនាងត្រូវនៅគឺទីលានហ្វឹកហាត់សម្ងាត់នៃកងកម្លាំងពិសេសទី911មុនពេលព្រះអាទិត្យរះនៅក្នុងភាពងឹតពណ៌ខៀវភ្នាក់ងារវ័យក្មេងដែលនឹងក្លាយជាស្រមោលថ្មីកំពុងហ្វឹកហាត់កាយសម្ពាធកម្រិតធ្ងន់សុវណ្ណារីឈរនៅវេទិកាបញ្ជាការហើយសម្លឹងមើលពួកគេកែវភ្នែករបស់នាងពោពេញដោយភាពស្ងប់ស្ងាត់និងជ្រាលជ្រៅបំផុតទោះបីជានាងបានកម្ចាត់អំពើអាក្រក់ដ៏ធំសម្បើមឈ្មោះជារដ្ឋីរួចហើយក្តីប៉ុន្តែនាងដឹងច្បាស់អំពើអាក្រក់តែងតែប្រែរូបរាងវិវត្តខ្លួននិងងើបក្បាលឡើងម្ដងទៀតនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាសមរភូមិដែលនាងត្រូវប្រយុទ្ធមិនមែនមានតែនៅសមរភូមិជួរមុខដែលមានស្នូលគ្រាប់កាំភ្លើងនោះទេខុនដូដ៏ប្រណិតក្នុងទីក្រុងស៊ីវិល័យក្តារតម្លៃភាគហ៊ុនដ៏ស្មុគស្មាញនៃទីផ្សារមូលធននិងច្រកបៀងដ៏អាតកំបាំងបំផុតនៃអំណាចរដ្ឋទីកន្លែងទាំងអស់នោះគឺជាសមរភូមិដ៏ស្ងប់ស្ងាត់របស់នាងព្រះអាទិត្យចាប់ផ្ដើមរះឡើងហើយពន្លឺនៃព្រឹកព្រលឹមបានជះមកលើផ្កាយនៅលើស្មារបស់នាងការប្រយុទ្ធរបស់នាងនៅមិនទាន់ចប់ទេវាគ្រាន់តែបដូរសមរភូមិប៉ុណ្ណោះនាងនឹងបន្តសង្គ្រាមដែលមើលមិនឃើញនេះជារៀងរហូតនៅក្នុងស្រមោលដ៏ជ្រៅបំផុតរបស់ជាតិក្នុងនាមជារឿងព្រេងមានជីវិតនៃកងខ្លាធំដែលជាមុខកាំបិតដ៏មុតស្រួចបំផុតរបស់កម្ពុជា